សូក្រាតគឺជាអ្នកប្រាជ្ញដ៏ល្បីល្បាញមួយរូបនៅក្នុងប្រវត្តិសាស្ត្រពិភពលោកមិនបានសរសេររឿងអ្វីទេប៉ុន្តែគំនិតនិងសំណួររបស់លោកបានផ្លាស់ប្ដូររបៀបគិតរបស់មនុស្សជាច្រើនរហូតមកទល់សព្វថ្ងៃនេះសូមស្វាគមន៍មកកាន់ជីវិតនិងប្រាជ្ញាដ៏អស្ចារ្យរបស់សូក្រាតនៅក្នុងសៀវភៅសម្លេងមួយនេះអ្នកនឹងស្វែងយល់អំពីរបៀបរស់នៅគំនិតនិងទស្សនវិជ្ជាដ៏ស៊ីជម្រៅរបស់លោកអ្នកនឹងដឹងថាតើហេតុអ្វីបានជាសំណួររបស់លោកអាចផ្លាស់ប្ដូររបៀបគិតរបស់មនុស្សជាច្រើនហើយតើប្រាជ្ញារបស់លោកអាចបំផុសគំនិតអ្វីខ្លះសម្រាប់យើងដើម្បីយកមកប្រើប្រាស់បាននៅក្នុងសម័យទំនើបនេះសូមចូលរួមស្ដាប់និងទទួលចំណេះដឹងពីបិតាទស្សនវិជ្ជាសូក្រាតជាមួយខ្ញុំទាំងអស់គ្នាសេចក្តីផ្ដើមទស្សនវិជ្ជាជាអ្វីទស្សនវិជ្ជាមកពីពាក្យទស្សនៈគំនិតឬលទ្ធិឬការយល់ឃើញបូកនឹងវិជ្ជាគឺការសិក្សាមានន័យថាការសិក្សាអំពីគំនិតលទ្ធិឬការយល់ឃើញរបស់មនុស្សទស្សនវិជ្ជាជានាមវិជ្ជាដែលកើតឡើងដោយទស្សនវិជ្ជាសាស្ត្រចែកអំពីគោលការណ៍សំខាន់ៗនិងបុព្វហេតុផ្សេងៗឬអំពីជីវិតនៃមនុស្សនិងសត្វទស្សនវិជ្ជាត្រូវនឹងពាក្យ philosophy ក្នុងភាសាអង់គ្លេសមានឬមកពីភាសាក្រិកគឺ philo ស្មើនឹង love ស្នេហាស្រឡាញ់បូក sophia ស្មើនឹង wisdom គតិបណ្ឌិតមានន័យថាការស្រឡាញ់គតិបណ្ឌិត love or wisdom ពាក្យថាទស្សនវិទូឬ philosopher ត្រូវបានប្រើប្រហែល 2500 ឆ្នាំមកហើយទស្សនវិទូក្រិកឈ្មោះ Pythagoras ជាមនុស្សដំបូងដែលប្រើពាក្យនេះជនជាតិក្រិកសម័យនោះហៅអ្នកប្រាជ្ញរាជបណ្ឌិតថា Sophia Pythagoras គាត់គិតថាពាក្យនេះហាក់ខ្ពស់ហួសពេកទើបគិតពាក្យផ្សំបានជា Philosopher ប្រែថាអ្នកស្រឡាញ់នៅ Sophia ឬគតិបណ្ឌិត lover of wisdom សម្រាប់ហៅទស្សនវិទូឬវាគ្មិននាសម័យនោះព្រោះទស្សនវិទូសម័យនោះមានចំណេះដឹងមុខវិជ្ជាច្រើនសាខាហើយវិជ្ជាទាំងនោះនៅមិនទាន់មានឈ្មោះបច្ចេកទេសថាជាវិទ្យាសាស្ត្រ Science ឬ Physics នៅឡើយតែរួមគ្នាថា Philosophy ទស្សនវិជ្ជាគឺបានដល់សហវិជ្ជានេះឯងទស្សនវិជ្ជាគឺជារបៀបឬវិធីគិតដែលមានបែបផែនហើយនឹងការស្រាវជ្រាវរកសច្ចភាពដែលមានហេតុផលជារបៀបឬវិធីគិតយ៉ាងណាប្រយ័ត្នប្រយែងហើយយ៉ាងសុក្រិតទស្សនវិជ្ជាគឺជាចង្កោមបញ្ហាជាច្រើនដែលមនុស្សជាតិត្រូវប្រឈមមុខដែលទស្សនវិទូទាំងឡាយទៅរកចម្លើយឲ្យបានដូចជាបញ្ហាដែលជាសភាវៈគឺជាអ្វីសេចក្តីត្រឹមត្រូវនិងកំហុសគឺជាអ្វីទស្សនវិជ្ជាមានការជាប់ពាក់ព័ន្ធគ្នាយ៉ាងខ្លាំងជាមួយការអប់រំនិងសីលធម៌ការអប់រំនិងសីលធម៌ត្រូវបានគេផ្ដល់នូវអត្ថន័យជាច្រើនដូចខាងក្រោមការអប់រំមានន័យថាបង្ហាត់ផ្សែងឬបង្ហប់ចំហាយបង្ហាត់ចិត្តឬបង្វឹកចិត្តជួសជុលចំណេះវិជ្ជាកិរិយាមារយាទវឹកហាត់ឲ្យស្ទាត់ជំនាញជាងមុនការឲ្យបានល្អជាងមុនជាលំដាប់ខំប្រឹងបំពេញឧបនិស្ស័យឲ្យបានបរិបូរណ៍ខិតខំកសាងសន្សំបុណ្យកុសលទុកពុំឲ្យមានមងពុំឲ្យមានថ្នឹងថ្នាក់បន្ទុំបារមីការអប់រំគឺជាសកម្មភាពមួយផ្សារចាប់រវាងអ្នកអប់រំនិងអ្នកដែលត្រូវគេអប់រំតាំងពីបឋមសិក្សាមធ្យមសិក្សានិងឧត្តមសិក្សាដើម្បីអភិវឌ្ឍផ្នែកគំនិតនិងសីលធម៌ក្នុងការកសាងបុគ្គលិកលក្ខណៈរបស់សិស្សហើយក៏ជាកម្លាំងចលករមួយជំរុញឲ្យអ្នកបង្រៀនធ្វើសកម្មភាពលើសិស្សម្នាក់ៗដើម្បីឲ្យសិស្សមានសកម្មភាពកសាងសមត្ថភាពមនសិការបំពាក់បំពន់មនោសញ្ចេតនាការហ្វឹកហាត់សមត្ថភាពយល់ដឹងរបស់សិស្សហើយវាតកតងទៅនឹងការបង្រៀននិងការរៀនការអប់រំមានន័យថាការធ្វើដំណើរសិក្សាដើម្បីអភិវឌ្ឍខាងបុគ្គលិកលក្ខណៈចិត្តសម្បទាប្រាជ្ញាសម្បទានិងកាយសម្បទាតាមរយៈរាល់សកម្មភាពដែលធ្វើឲ្យអ្នកសិក្សាទទួលបានចំណេះដឹងជំនាញសមត្ថភាពបំពេញជីវិតបំពេញការងាររួមទាំងការបញ្ចេញទស្សនៈផ្ទាល់ខ្លួននិងទស្សនៈសិក្សាប្រកបដោយសេចក្តីថ្លៃថ្នូរនិងគុណធម៌សីលធម៌សំដៅលើឥរិយាបថដែលស្ដែងឲ្យឃើញនៅការគោរពចំពោះខ្លួនឯងនិងចំពោះអ្នកដទៃសីលធម៌សម្រាប់អប់រំកាយវាចានិងចិត្តរបស់មនុស្សឲ្យមានរបៀបរៀបរយល្អជាពិសេសស្គាល់នៅតម្លៃជីវិតពិតនៅលើភពផែនដីសីលធម៌អាចបង្ហាញឲ្យឃើញភាពកាន់តែច្បាស់ថែមទៀតតាមរយៈការរស់នៅក្នុងសង្គមដែលមនុស្សស្ដែងឡើងដោយផ្ទាល់ឬដោយប្រយោជន៍របស់គេសីលធម៌គឺជាចំណេះដឹងសម្រាប់មនុស្សដែលខ្ពើមរអើមអំពើទុច្ចរិតរីករាយប្រព្រឹត្តតាមអំពើសុចរិតបម្រើផលប្រយោជន៍ដល់មនុស្សនិងអភិវឌ្ឍសង្គមយើងដឹងស្រាប់ហើយថាសូក្រាតគឺជាទស្សនវិទូម្នាក់ដែលល្បីល្បាញនៅក្នុងសង្គមក្រិកហើយទស្សនៈការអប់រំរបស់គាត់ក៏មានប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរលោកពូកែវ៉ូហាណាតលតែចៅក្រមទាំង30ក្រមអាវ៉ាតរបស់ស្ប៉ាតបានហាមមិនឲ្យបង្រៀនវិជ្ជាវោហាហើយម្យ៉ាងទៀតបានត្រូវអារីស្តូហ្វាន់និយាយចំអកឲ្យថាជាមនុស្សពូកែបង្ហាញរឿងហេតុអាក្រក់ថាត្រឹមត្រូវល្អសូក្រាតដូចអ៊ីស៊ីនដែរដែលបានបង្រៀនវិជ្ជាវោហាមុនគេបង្អស់សូក្រាតបង្ហាត់បង្រៀនមនុស្សដែលឥតគិតថ្លៃឡើយសូក្រាតពោលថាពុំមាននរណាម្នាក់កាចដោយចេតនាទេ
មនុស្សម្នាក់សិតតែមានបំណងល្អតែបើប្រាទៅជាអាក្រក់វិញគឺពិតជាមានបបប្រហែតដូចជាបបប្រហែតបន្តខ្លួនឬក្រៅខ្លួនតែចំពោះផ្លាតងវិញយល់ថាមនុស្សកើតមកមានអាកប្បកិរិយាខុសៗគ្នាខ្លះល្អខ្លះអាក្រក់ខ្លះស្លូតឬខ្លះកាចតាមនិស្ស័យពីធម្មជាតិសិលធម៌អប់រំរបស់សូក្រាតក្នុងតម្លៃសិលធម៌សូក្រាតចេញមកប្រឆាំងនឹងពួកសូវីសជាពួកពូកែអួតដែលចូលចិត្តយកពាក្យសម្ដីទៅប្រាប់ផ្លូវខុសហើយធ្វើអាកប្បកិរិយាដូចជាអ្នកចេះដឹងច្រើនសូក្រាតជាមនុស្សថ្មីចម្លែកដែលបានក្លាយជាទស្សនវិទូគំរូមួយរូបសម្រាប់មនុស្សជំនាន់ក្រោយគេតែនិយាយថាសូក្រាតជាមនុស្សនៃក្រុងអាថែនដែលមានរូបរាងអាក្រក់ហើយល្អជាងគេបំផុតសូក្រាតមានគរុកោសល្យអប់រំមនុស្សអាចបែងចែកជាពីរផ្នែកគឺមានសំណួរនិងការបង្កើតគំនិតលក្ខណៈសំណួរគឺសូក្រាតធ្វើដោយម្ដេចចេះតែសួររហូតដល់តែអ្នកឆ្លើយរកអ្វីឆ្លើយមិនរួចហើយទទួលសារភាពថាឆ្លើយលែងរួចឬមួយក៏ថាមិនចេះតែម្ដងការអនុវត្តនៅរបៀបសំណួរនេះបានធ្វើឲ្យសូក្រាតជជែកឈ្នះគូសន្ទនាជានិច្ចការបង្កើតគំនិតគឺជាវិសារភាពឬមួយជាវិធីទាញយកគំនិតពីជនណាម្នាក់នៅក្នុងការបង្កើតគំនិតនេះសូក្រាតចាប់ផ្ដើមបញ្ចូលគំនិតរបស់គាត់ឲ្យទៅគេរបៀបដូចជាដំបូងត្រូវលាងពាងឲ្យស្អាតសិនបញ្ចូលទឹកថ្មីតាមក្រោយហើយលោកសូក្រាតជាទស្សនវិទូទី1ដែលត្រូវគេថ្កោលទោសប្រហារជីវិតហើយត្រូវបានប្រហារជីវិតសូក្រាតជាមនុស្សដាក់បន្ទាបខ្លួនមិនវារឹកឡើយប៉ុន្តែប្រកបដោយមោទនភាពចំពោះខ្លួនឯងថ្ងៃមួយ Alcibiades សិស្សរបស់លោកបានប្រគល់ជូនលោកនៅដីធ្លីធំមួយដើម្បីទុកសង់ផ្ទះសូក្រាតបាននិយាយទៅកាន់កូនសិស្សគាត់ថាបើខ្ញុំត្រូវការស្បែកជើងហើយបងឯងយកស្បែកជើងសត្វមកឲ្យខ្ញុំធ្វើស្បែកជើងដោយខ្លួនឯងតើបងឯងជឿទេថាបើទទួលយកដីធ្លីនោះមកគេមិននិយាយចំអកឲ្យទេអីជាញឹកញយពេលដែលសូក្រាតសម្លឹងមើលគំនូរអីវ៉ាន់គេដាក់លក់នៅទីផ្សារលោកស្រដីនឹងខ្លួនឯងថាតើមានរបស់ទាំងនោះប៉ុន្មានដែលខ្ញុំមិនត្រូវការតតែសោះលោកសូក្រាតការពៀបមួយនេះញឹកញាប់ណាស់គាត់បាននិយាយថាគ្រឿងតុបតែងលម្អពណ៌ប្រាក់និងពណ៌ក្រហមប្រើសម្រាប់សម្ដែងល្ខោនមិនសម្រាប់ជីវិតទេលោកសូក្រាតស្អប់ខ្ពើមមនុស្សដែលនិយាយចំអកលក់លើយឲ្យអ្នកដទៃតែលោកលើកដំកើងរឹកពីថ្លៃថ្នូររបស់លោកហើយមិនដែលបង្អាប់នរណាម្នាក់ឡើយលោកជឿចិត្តនិយាយថាមនុស្សដែលកំពុងឃ្លានបាយមិនពិនិត្យមើលទឹកសម្លទេហើយមនុស្សដែលស្រេកទឹកក៏មិនរងចាំឲ្យគេយកទឹកមកជូននោះដែរហើយអ្នកដែលចេះរស់នៅដោយគ្មានត្រូវការរបស់របរមិនចាំបាច់គឺពិតដូចជាព្រះអាទិទេពលោកសូក្រាតអះអាងថាពេលលំហែគឺជាគុណប្រយោជន៍មួយដ៏ប្រសើរបំផុតចំពោះលោកសូក្រាតគុណធម៌មានតែមួយទេគឺចំណេះដឹងហើយគុណវិបត្តិក៏មានតែមួយដែរគឺសេចក្តីល្ងងមានសម្បូរហូរហៀនិងភាពហ៊ឺហាគឺជាគុណវិបត្តិមិនមែនជាស្លាកសម្គាល់កិត្តិយសនោះទេគេបានស្នើយោបល់ពីលោកជាញយដងថាតើមនុស្សត្រូវតែរៀបការឬយ៉ាងណាលោកឆ្លើយតបថាទោះជាអ្នកធ្វើយ៉ាងម៉េចក៏នៅតែស្ដាយក្រោយដែរលោកទូន្មានឲ្យយុវជនយុវនារីឧស្សាហ៍មើលរូបខ្លួនឯងក្នុងកញ្ចក់ហើយថាតើបើឃើញថាខ្លួនឯងស្អាតសូមមានមោទនភាពចំពោះខ្លួនឯងចុះប៉ុន្តែបើឃើញថាខ្លួនឯងរូបអាក្រក់វិញសូមបំភ្លេចរឿងនឹងចោលដោយចំណេះដឹងរបស់ខ្លួនឯងលោកសូក្រាតតែងតែអប់រំមនុស្សទូទៅឲ្យមានចំណេះដឹងក្នុងខ្លួនសិនទើបមានសិលធម៌លោកយល់ថាបើមនុស្សមិនទាន់មានចំណេះដឹងច្បាស់លាស់ក្នុងខ្លួនទេគឺមនុស្សមិនអាចដឹងថាអ្វីល្អអ្វីអាក្រក់កុសលនិងអកុសលឡើយនោះជាហេតុនាំឲ្យមានអសិលធម៌ពិតប្រាកដគ្រប់អ្នកប្រាជ្ញទស្សនវិទូអ្នកនយោបាយសាស្ត្រាចារ្យនិស្សិតនិងបណ្ដាមនុស្សគ្រប់ជនជាតិទាំងអស់នៅលើពិភពលោកពេលដែលបានឮអំពីឈ្មោះសូក្រាតគឺតែងលេចឡើងនៅគំនិតចិត្តកោតសរសើរស្ងប់ស្នែងនិងគោរពអំពីទស្សនវិទូរូបនេះសូក្រាតគឺជាទស្សនវិទូម្នាក់ដែលសំខាន់និងល្បីល្បាញនៅក្នុងប្រវត្តិសាស្ត្រពិភពលោកហើយបានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់នយោបាយជីវភាពសង្គមដើម្បីឲ្យជីវិតមនុស្សប្រកបដោយអំពើល្អសន្តិភាពនិងការលូតលាស់រីកចម្រើនសូក្រាតត្រូវបានគេចាត់ទុកថាជាទស្សនវិទូម្នាក់ដែលបានបើកសម័យកាលទស្សនវិជ្ជារបស់ទ្វីបអឺរ៉ុបតាំងពីប្រមាណជាជាង25សតវត្សរ៍មកហើយគាត់ល្បីដោយសារគាត់យល់ថាទស្សនវិជ្ជាប្រៀបបីដូចជាការស្រាវជ្រាវនិងមានភាពចាំបាច់សម្រាប់ការរស់នៅរបស់មនុស្សលោកគាត់គឺជាគំរូដ៏អស្ចារ្យមួយសម្រាប់មនុស្សជាតិអំពីភាពជំនឿជឿជាក់លើខ្លួនឯងព្រោះគាត់បានយកការស្លាប់របស់គាត់ជាសន្យាធានាដើម្បីរក្សាសច្ចភាពឲ្យបានរស់រានក្នុងពិភពលោកអ្វីដែលកូនសិស្សរបស់គាត់បានដឹងអំពីការបង្រៀនរបស់គាត់គឺបានមកពីការសិក្សាជជែកវែកញែកពេលខ្លះមានការបង្ហាញលក្ខណៈច្បាស់លាស់ពេលខ្លះមានភាពស្រមើស្រមៃខ្ពស់នេះត្រូវបានគេដឹងតាមរយៈផ្លាតុងនិងសៀវភៅ Memorabilia របស់ Xenophon អ្នកទាំងពីរជាសិស្សរបស់សូក្រាតទោះជាមានចំណុចមួយចំនួនមិនចុះសម្រុងគ្នា
តែគេឃើញថាការសរសេរបកស្រាយរបស់អ្នកទាំងពីរអំពីគំនិតរបស់គ្រូរបស់ខ្លួនប្រៀបដូចជាការបំពេញឲ្យគ្នាទៅវិញទៅមកធ្វើឲ្យទស្សនៈរបស់សូក្រាតក្លាយជាអមតៈក្នុងទស្សនៈរបស់មនុស្សជាតិសូក្រាតបានប្រើជំនាញខាងវោហារសាស្ត្ររបស់គាត់ធ្វើឲ្យមនុស្សមួយចំនួនដែលតែងគិតថាគេចេះដឹងគ្រប់យ៉ាងខ្លាចជាគ្មានយល់អ្វីទាំងអស់សូក្រាតបានចាប់ផ្ដើមស្វែងយល់អំពីសិលធម៌ក្នុងការរស់នៅនិងស្វែងយល់អំពីអ្វីទៅហៅថាបញ្ញាជារៀងរាល់ថ្ងៃគាត់បានព្យាយាមបញ្យល់អ្នកក្នុងទីក្រុងអាថែនអំពីទស្សនៈរបស់គាត់ឲ្យពួកគេមានការកែប្រែក្នុងជីវិតការបញ្យល់របស់គាត់តែងធ្វើឡើងតាមវិធីក្នុងទីផ្សារជាធម្មតាគាត់បញ្យល់ពីអ្វីមួយតែងតែមានយុវជនជាច្រើនបានចូលរួមស្ដាប់និងពិចារណាគាត់បានវិភាគអំពីសិលធម៌យុត្តិធម៌សិទ្ធិរបស់មនុស្សមួយចំនួនបានគិតថាសូក្រាតជាមនុស្សម្នាក់ដាក់ខ្លួនព្រោះទោះជាគាត់ល្បីបែបនេះតែគាត់នៅតែមិនដែលបោះបង់ចោលកាតព្វកិច្ចជាប្រជាពលរដ្ឋល្អម្នាក់បានព្យាយាមស្ដារស្ថានភាពប្រទេសជាតិនិងអប់រំប្រជាជនឲ្យមានភក្ដីភាពជាមួយប្រទេសជាតិទោះជាយ៉ាងណានៅតែមានអ្នកគិតពីគាត់ក្នុងផ្លូវមិនល្អគេថាគាត់ជាមនុស្សមិនដែលទទួលគំនិតអ្នកដទៃហើយចូលចិត្តបំបាក់មុខអ្នកដទៃក្នុងចំណោមអ្នកដទៃនិយាយជារួមមកចូលចិត្តរករឿងឆ្លោះតែការគិតបែបនេះជាមនុស្សមិនយល់ពីសច្ចភាពចេះតែរស់ដើម្បីរស់មិនបានផ្ដល់ភាពរីកចម្រើនឲ្យសង្គមជាតិទេតែមាត់របស់គេបានបៀមជាប់នៅពាក្យស្នេហាជាតិដើមកំណើតរបស់សូក្រាតបុរសម្នាក់ដែលស្លាប់តាំងពីជាង2400ឆ្នាំមុនប៉ុន្តែឈ្មោះគាត់នៅតែរស់ក្នុងប្រវត្តិសាស្ត្រក្នុងសេចក្តីគោរពគាត់កើតនៅឆ្នាំ470មុនគ្រិស្តសករាជនៅទីក្រុងអាថែនប្រទេសក្រិកគាត់មិនមែនជាអ្នកជាប់ជើងឯកទេពឬអ្នកមានអំណាចនោះទេឪពុកគាត់គឺជាជាងថ្មឯម្ដាយរបស់គាត់គឺជាអ្នកសម្រាលកូនជីវិតគាត់សាមញ្ញគាត់មិនមានសម្លៀកបំពាក់ស្អាតមិនមានផ្ទះអគារឬអំណាចនោះឡើយតែអ្វីដែលគាត់មានគឺសំណួរឥតឈប់ឈរសំណួរដែលអាចធ្វើឲ្យអ្នកគិតស្ទើរតែជ្រាបចូលផ្លូវជីវិតវិញទាំងស្រុងគាត់មិនទុកសិភៅឬអត្ថបទណាមួយទេគាត់មិនសរសេរទេគាត់និយាយក្នុងទីផ្សារនិយាយជាមួយអ្នកឆ្លងផ្លូវនិយាយជាមួយយុវជនក្មេងៗហើយគំនិតគាត់ត្រូវបានកត់ត្រាឡើងវិញដោយសិស្សដ៏ល្បីរបស់គាត់ឈ្មោះផ្លាតុងសូក្រាតជឿថាជីវិតល្អមិនមែនជាជីវិតអស្ចារ្យសម្បូរដោយទ្រព្យសម្បត្តិនិងកិត្តិយសទេប៉ុន្តែជាជីវិតដែលរស់នៅដោយគិតគូរពីអ្វីដែលត្រឹមត្រូវគាត់និយាយថាជីវិតដែលមិនបានពិនិត្យនិងពិចារណានោះគឺជាជីវិតមិនសមរស់គាត់ពេញចិត្តរស់នៅក្នុងភាពសាមញ្ញគាត់ចូលចិត្តដើរពិភាក្សាជាមួយគេសួរគេថាតើសេចក្តីត្រឹមត្រូវគឺជាអ្វីតើជីវិតល្អត្រូវមានអ្វីតើយើងដឹងប្រកបហើយឬនៅបើសូក្រាតនៅសល់តែអត្ថបទមនុស្សអាចភ្លេចគាត់ទៅហើយតែដោយសារគាត់រស់នៅជាមួយគំនិតរស់នៅជាមួយសំណួរគាត់បានបង្កើតកេរ្តិ៍ឈ្មោះដែលមានឥទ្ធិពលដល់ពិភពលោកទាំងមូលរហូតដល់សព្វថ្ងៃនេះសូម្បីតែសំណួរតូចៗអាចបែរជាអ្វីធំនៅក្នុងភាសារបស់សូក្រាតជីវិតគាត់គឺជាភាពសាមញ្ញតែសម្បូរប្រាជ្ញាជីវិតនៃការស្វែងរកសេចក្តីពិតជីវិតនៃការសួរដោយមិនខ្លាចនរណាម្នាក់នៅលើโลกនេះឡើយនេះគឺជាការចាប់ផ្ដើមនៃអត្ថបទដ៏អស្ចារ្យជាមួយសូក្រាតយើងនឹងរៀនមិនត្រឹមតែអំពីគាត់ទេប៉ុន្តែអំពីខ្លួនឯងផងដែរថ្ងៃនេះយើងនឹងចូលទៅស្គាល់អំពីរបៀបគិតនិងវិធីសួរដ៏ល្បីល្បាញរបស់សូក្រាតមិនបានគិតដូចអ្នកប្រាជ្ញបុរាណទេគាត់មិនសរសេររឿងអ្វីឡើយគាត់គ្រាន់តែដើរជុំវិញទីក្រុងអាថែនដើម្បីសួរចំពោះអ្នកណាក៏ដោយគាត់សួរថាតើអ្នកច្បាស់ចម្លើយរបស់អ្នកឬទេតើសុចរិតធម៌មានន័យដូចម្ដេចតើការរស់នៅល្អគឺជាការរស់នៅយ៉ាងដូចម្ដេចគាត់សួរដោយអារម្មណ៍ចង់ដឹងពិតមិនមែនសួរដើម្បីអៀនគេតែដើម្បីឲ្យគេគិតជាលម្អិតបន្ថែមនេះហើយហៅថាវិធីសូក្រាតិកវិធីនេះគឺជាការសួរឲ្យជម្រាបច្បាស់អំពីគំនិតបច្ចុប្បន្នរបស់គេជាញឹកញាប់តាមដានសំណួររបស់សូក្រាតនាំឲ្យមនុស្សទទួលស្គាល់ថាខ្ញុំគិតថាខ្ញុំដឹងប៉ុន្តែស្របពេលខ្ញុំពិចារណាពិតប្រាកដខ្ញុំមិនដឹងសោះសូក្រាតបាននិយាយខ្ញុំគ្រប់គ្រាន់ជាងគេព្រោះខ្ញុំដឹងថាខ្ញុំមិនដឹងអ្វីទេហេតុផលនេះយើងអាចមើលឃើញថាសូក្រាតមិនបានផ្ដល់ចម្លើយតែម្ដងនោះទេគាត់បង្ហាញរបៀបសួរដែលនាំឲ្យគិតហើយសរសើរគ្រប់គ្នាដែលស្គាល់ខ្លួនឯងហើយវាជាវិធីដ៏ក្លាហាននិងល្អឥតខ្ចោះសម្រាប់សម័យបច្ចុប្បន្នផងដែរចូលយើងចាំថាសូក្រាតមិនចង់ឲ្យយើងគិតដូចគាត់ចង់ឲ្យយើងគិតដោយខ្លួនឯងវិធីគិតនិងសំណួររបស់សូក្រាតមិនមែនជាគ្រូបង្រៀនដែលនិយាយអំពីច្បាប់ឬការរស់នៅល្អតាមសៀវភៅនោះទេគាត់មិនបានបង្រៀនជាសាធារណៈដោយអ្នកដទៃនៅក្នុងទីក្រុងអាថែននោះឡើយអ្វីដែលគាត់ធ្វើគឺគាត់ដើរជុំគាត់និយាយជាមួយមនុស្សគ្រប់វ័យគ្រប់ជាតិនិយមគាត់សួរខ្លីៗតែបង្កឲ្យគេគិតជាខ្លាំងឧទាហរណ៍មួយ
បុរសម្នាក់និយាយថាសុចរិតធម៌គឺជាការធ្វើល្អទៅលើមិត្តហើយធ្វើអាក្រក់ទៅលើសត្រូវសូក្រាតសួរតើការធ្វើអាក្រក់ទៅលើសត្រូវអាចធ្វើឲ្យសត្រូវក្លាយជាមនុស្សល្អទេបើជំនឿដូចនេះនាំឲ្យមនុស្សកាន់តែអាក្រក់នោះវាបានជាសុចរិតធម៌ដែរឬទេសូក្រាតមិនបានជូនចម្លើយជាសាច់រឿងអ្វីឡើយគាត់គ្រាន់តែសួរប៉ុន្តែសំណួររបស់គាត់គឺជាសំណួរដែលនាំឲ្យមនុស្សពិចារណាចម្ងល់ក្នុងចិត្តខ្លួនឯងវិធី Socratic The Socratic Method វិធីសំណួររបស់សូក្រាតបានគេស្គាល់ថាជាវិធី Socratic គឺជាវិធីសួរដែលបំបែកគំនិតឲ្យទៅជាផ្នែកហើយសួរឡើងវិញទៀតគាត់នាំមនុស្សឲ្យយល់អំពីគំនិតរបស់ខ្លួនឯងដោយឲ្យគេចាប់អារម្មណ៍ទៅលើគោលដៅពិតវាមិនមែនជាការបញ្ចេញមតិទេវាជាការបោះសំណួរដើម្បីចងចាំថាតើអ្វីគួរត្រូវបានជឿវាជាវិធីបំផុសគំនិតដ៏ខ្លាំងមនុស្សជាច្រើនគិតថាពួកគេដឹងអ្វីមួយប៉ុន្តែពេលត្រូវសូក្រាតសួរសំណួរលម្អិតនោះគេចាប់ផ្ដើមងងឹតឧទាហរណ៍ជាក់ស្ដែងពីការសួររបស់សូក្រាតមិនជ្រើសរើសនរណាទេគាត់អាចសួរអភិបាលទាហានកូនក្មេងអ្នកលក់ក្នុងផ្សារគាត់សួរថាតើអ្វីជាភារកិច្ចរបស់មនុស្សតើយើងគួររស់នៅតាមអ្វីជាចម្បងតើមានការយល់ច្រឡំក្នុងការជឿលើអំណាចឬទេសំណួរនីមួយៗគឺបង្ហាញថាមនុស្សគ្រប់គ្នាដឹងតិចជាងដែលគេគិតគោលបំណងពិតរបស់សូក្រាតគឺជាអ្វីសូក្រាតមិនធ្វើបែបនេះដើម្បីបង្ហាញថាគេឆ្លាតជាងអ្នកដទៃទេគាត់ធ្វើដើម្បីបង្ហាញថាការស្វែងយល់និងការយល់ដឹងរបស់ខ្លួនឯងជារឿងសំខាន់បំផុតគាត់និយាយថាជីវិតដែលមិនបានពិនិត្យដោយខ្លួនឯងគឺជាជីវិតដែលមិនគួររស់នៅហើយការពិនិត្យនោះចាប់ផ្ដើមតាំងពីសំណួរគ្មានសំណួរគ្មានការកែខុសគ្មានការយល់ច្បាស់គ្មានការរីកចម្រើនការកាត់ទោសនិងការស្លាប់របស់សូក្រាតគាត់ត្រូវបានចាប់ប្រកាន់ដោយអាជ្ញាធរអាថែនគាត់ត្រូវបានគេសួរសុំឲ្យបញ្ឈប់ការសួរទៅលើយុវជននិងបិទមាត់តែទោះជាយ៉ាងណាក៏គាត់មិនព្រមឈប់នោះទេដូច្នេះសាលាផ្ដន្ទាទោសគាត់ឲ្យផឹកថ្នាំពុលដើម្បីសម្លាប់ខ្លួនសិស្សរបស់គាត់សម្បីតែស្នើឲ្យគាត់គេចផ្ទះបន្ធូរផ្លូវច្បាប់ប៉ុន្តែសូក្រាតសម្រេចចិត្តមិនគេចទេគាត់និយាយថាខ្ញុំនឹងមិនខកខានសុចរិតធម៌ដើម្បីរក្សាជីវិតទេនៅថ្ងៃគាត់ស្លាប់គាត់មានភាពស្ងប់ស្ងាត់ដូចជានរណាម្នាក់កំពុងធ្វើអ្វីមួយត្រឹមត្រូវគាត់ផឹកទឹកថ្នាំពុលដោយចិត្តស្ងប់ស្ងាត់ជីវិតគាត់បញ្ចប់ប៉ុន្តែវិញ្ញាណសុចរិតធម៌របស់គាត់បានចាប់ផ្ដើមតាំងពីពេលនោះមកគាត់ក្លាយជាគំរូដ៏ខ្ពង់ខ្ពស់នៃការរស់នៅត្រឹមត្រូវតើអ្វីដែលយើងអាចយកទៅអនុវត្តសប្តាហ៍ថ្ងៃក្នុងសហគមន៍បច្ចុប្បន្នយើងអាចមានព័ត៌មានជាច្រើនបំផុតប៉ុន្តែព័ត៌មានគ្មានអត្ថន័យបើគ្មានការពិចារណាវិធីសូក្រាតិកអាចធ្វើយើងសម្រេចបានច្រើនពិចារណាពីគុណធម៌និងសីលធម៌សួរអំពីជំនឿរបស់យើងកែលម្អការសន្ទនាជាមួយអ្នកដទៃជៀសវាងអារម្មណ៍ថាជឿពេញលេញដោយគ្មានមូលហេតុយើងអាចសួរខ្លួនឯងតើខ្ញុំជឿលើអ្វីហេតុអ្វីតើខ្ញុំកំពុងរស់តាមអ្វីដែលអ្នកដទៃនិយាយឬតាមអ្វីដែលខ្ញុំយល់ពិតប្រាកដខាងក្រោមនេះគឺជាទស្សនៈដ៏អស្ចារ្យរបស់សូក្រាត1សូក្រាតនិយាយថាសូមអ្នកដែលចង់កែប្រែពិភពលោកកែប្រែខ្លួនឯងជាមុនសិនអ្នកមានសមត្ថភាពផ្នែកចំណេះដឹងនៅពេលដែលគេជឿជាក់ចំពោះសមត្ថភាពរបស់គេតែងតែមានគំនិតចង់កែប្រែពិភពលោកពលគឺចង់ឲ្យមនុស្សគ្រប់គ្នាជឿលើគំនិតរបស់ខ្លួនជាសំខាន់ហើយលះបង់ជំនឿដែលមានពីមុនមកក្នុងករណីនេះអ្នកខ្លះក៏ធ្វើបានសម្រេចតែអ្នកខ្លះក៏មិនធ្វើបានសម្រេចនេះមកពីអ្នកដែលធ្វើបានសម្រេចគេចេះកែប្រែខ្លួនយ៉ាងសមរម្យជាមុនសិនទើបងាយធ្វើឲ្យអ្នកឯទៀតជឿខុសពីអ្នកដែលធ្វើមិនបានសម្រេចគេធ្វើខ្លួនរឹងរូសប្រើតែកម្លាំងនិងសមត្ថភាពតែម្យ៉ាងមនុស្សយើងតើតចេះកែប្រែខ្លួនឯងឲ្យសមស្របនឹងគំនិតអ្នកឯទៀតជាមុនសិនទើបអាចបន្ទន់ឲ្យអ្នកផ្សេងទៀតជឿតាមគំនិតរបស់យើងបានមនុស្សដែលប្រើកម្លាំងអំណាចកែប្រែអ្នកឯទៀតគេអាចជោគជ័យក្នុងរយៈពេលមួយប៉ុន្តែมันអាចទាញយកអ្នកឯទៀតឲ្យជឿតាមខ្លួនរហូតបានឡើយព្រោះគេមិនយល់ចិត្តអ្នកឯទៀតទេអ្នកជាមនុស្សបែបណាអ្នកនឹងតាក់ទាញមនុស្សបែបនោះដោយអំណាចនិងឥទ្ធិពលផ្ទាល់ខ្លួនរបស់អ្នក2សូក្រាតនិយាយថាមនុស្សកើតពីការសិក្សាស្វែងយល់ដោយខ្លួនឯងជាជាងការបង្ខំឲ្យគេស្វែងយល់ឆន្ទៈគឺជាសេចក្តីប្រាថ្នាមនុស្សដែលមានសេចក្តីប្រាថ្នាចំពោះការរៀនសូត្រទើបរៀនសូត្របានល្អចំណេះដឹងមានច្រើនបែបតែចំណេះដឹងដែលកើតផលពិតនិងមានប្រសិទ្ធភាពគឺជាចំណេះដឹងដែលកើតចេញពីការរៀនដោយការចង់ដឹងមិនមែនចំណេះដឹងកើតចេញពីការជំរុញអ្នកដែលបានរៀនដោយសារចង់ដឹងគេនឹងមានចិត្តមុតមមថានឹងស្វះស្វែងរកចំណេះដឹងជាបន្តបន្ទាប់ពេលមានចម្ងល់សង្ស័យឬមានបញ្ហាគេនឹងស្វះស្វែងរកចម្លើយប្រសិនបើគេមានបញ្ញាស្រាប់ហើយនោះគេនឹងយកចំណេះដឹងទាំងនោះទៅអភិវឌ្ឍឲ្យកាន់តែកើនផលខុសពីមនុស្សដែលរៀនសូត្រដោយការជំរុញបង្ខំ
ចិត្តរបស់គេមិនចង់រៀនស្រាប់ទៅហើយលុះរៀនបានមួយរយៈក៏នឹងធុញទ្រាន់ក្នុងការសិក្សាហើយបើជួបនឹងបញ្ហាឬឧបសគ្គផ្សេងទៀតកាន់តែកើតធុញទ្រាន់ណាយទ្វេឡើងទីបំផុតពុំអាចជោគជ័យក្នុងការសិក្សាបានប៉ុន្តែជួនកាលជីវិតក៏ចាំបាច់ត្រូវការសិក្សាក្នុងអ្វីដែលមិនចូលចិត្តខ្លះដែរដើម្បីប្រយោជន៍ដល់ខ្លួននិងអ្នកដទៃទៀតដើម្បីឲ្យការសិក្សារៀនសូត្របានជោគជ័យនិងមានប្រសិទ្ធភាពគួរតែតាំងចិត្តឲ្យវិជ្ជមានទទួលយកចំណេះដឹងជាមុនសិនទោះជាមិនមានចំណេះដឹងដែលខ្លួនចូលចិត្តក៏ត្រូវព្យាយាមរកចំណុចល្អរបស់ចំណេះដឹងនោះដើម្បីឲ្យយើងកាត់អារម្មណ៍ល្អចំពោះវាហើយយើងនឹងទទួលយកចំណេះដឹងនោះពេញលេញជាមុនសិន 3. សូក្រាតនិយាយថាចូលស៊ីដើម្បីរស់កុំរស់ដើម្បីស៊ីការស៊ីចាត់ទុកជារឿងសំខាន់បំផុតរបស់សត្វលោកវាជួយរាងកាយរឹងមាំនិងធ្វើឲ្យមានជីវិតកាន់តែយឺនយូរដូច្នេះហើយបានជាធ្វើឲ្យសុភាវៈមានជីវិតគ្រប់ប្រភេទបង្កើតឱកាសឲ្យខ្លួនបានបរិភោគច្រើនជាងអ្នកឯទៀតលុះអាហារមិនគ្រប់គ្រាន់និងតម្រូវការក៏កើតឡើងការដណ្ដើមគ្នាកាប់សម្លាប់គ្នាទីបំផុតម្នាក់ជួបនឹងអន្តរាយការចិញ្ចឹមជីវិតគឺសំខាន់ក៏ពិតមែនប៉ុន្តែការរស់នៅយ៉ាងមានតម្លៃនិងមានប្រយោជន៍ក៏កាន់តែសំខាន់ជាងនេះទៅទៀតមនុស្សលោកក៏ប្រៀបបានដូចជាសត្វលោកមួយប្រភេទដែរប៉ុន្តែមនុស្សមានសតិបញ្ញាសិលធម៌និងចរិយាធម៌ជាងសត្វទាំងឡាយហេតុនេះចូលកុំធ្វើខ្លួនឲ្យដូចជាសត្វដែលផ្ដោតតែការស៊ីព្រោះវាមានរឿងសំខាន់ច្រើនទៀតក្នុងជីវិតដែលសំខាន់ជាងនេះចូលស៊ីដើម្បីចិញ្ចឹមជីវិតកុំស៊ីដើម្បីចិញ្ចឹមតណ្ហា 4. សូក្រាតនិយាយថាអ្នកដែលស្ងប់ចិត្តចំពោះអ្វីដែលខ្លួនមានគឺជាមនុស្សដែលមានបំផុតព្រោះក្តីមិនលោភលន់គឺជារបស់ដែលមានតម្លៃពីធម្មជាតិការមានស្តុកស្ដំនិងក្រីក្រគឺជាភាវៈដែលចិត្តរបស់យើងស្រមើស្រមៃឡើងមកវាមិនអាចវាស់បានតាមរយៈទ្រព្យសម្បត្តិឡើយគឺវាស់ដោយពាក្យថាគ្រប់គ្រាន់ដែលមាននៅក្នុងចិត្តរបស់ខ្លួនមនុស្សយើងទោះជាមានលុយច្រើនប៉ុណ្ណាក៏ដោយបើគិតថាប៉ុណ្ណឹងមិនគ្រប់គ្រាន់នោះនឹងគិតថាខ្លួនក្រជានិច្ចហេតុនេះហើយបានជាខំស្រវេស្រវារកលុយកាក់ទ្រព្យសម្បត្តិមកបន្ថែមខុសពីអ្នកដែលមានទ្រព្យសម្បត្តិតិចតួចស្ដួយស្ដាងល្មមអាចចិញ្ចឹមជីវិតបានប៉ុន្តែគេពេញចិត្តនៅអ្វីដែលខ្លួនមានគេក៏មិនចាំបាច់ទៅស្វះស្វែងរកលុយកាក់ទុកក្តៅក្រហាយចិត្តដែរឃើញថាអ្នកដែលមានទ្រព្យសម្បត្តិតិចប៉ុន្តែស្ងប់ចិត្តនិងមានសេចក្តីសុខចិត្តគឺជាមនុស្សដែលប្រសើរជាងនិងមិនក្តៅទុកអំពូលចិត្តរសេះរសោះបើចិត្តចេះស្ងប់នឹងអ្វីដែលខ្លួនមានរមែងជួបតែសេចក្តីសុខគ្រាន់តែបដូរគំនិតនោះចិត្តនឹងស្ងប់តាមនឹងទ្រព្យសម្បត្តិមិនមែនជាគ្រឿងធ្វើឲ្យមនុស្សមានសេចក្តីសុខទេតែចិត្តដែលចេះគ្រប់គ្រាន់ចំពោះទ្រព្យសម្បត្តិទើបធ្វើឲ្យមនុស្សមានសេចក្តីសុខ 5. សូក្រាតនិយាយអំពីការទប់ចិត្តខំអត់សង្កត់ចិត្តនេះធ្វើឲ្យគាត់មានជ័យជំនះលើខ្លួនគាត់ជានិច្ចកម្លាំងចិត្តខាងក្នុងដែលគាត់ចេះទប់នេះមានឥទ្ធិពលទៅមនុស្សពុទ្ធិដែលបណ្ដាលមកពីការទប់កម្លាំងចិត្តត្រូវផ្សព្វផ្សាយជុំវិញខ្លួនគាត់មិនដែលចង់រស់នៅឯកាម្នាក់ឯងទេគាត់ចង់រស់នៅក្នុងសង្គមមនុស្សជាមួយមនុស្សនិងដើម្បីមនុស្សទៀតផងគាត់ផ្ដល់ចំពោះមនុស្សទូទៅនៅកេរមរតកដ៏មានតម្លៃម្យ៉ាងដែលគាត់ខំស្វះស្វែងរកបានគឺការទប់ចិត្តចំពោះកម្លាំងអ្វីម្យ៉ាងដែលរុញច្រានឲ្យសូក្រាតរត់រកមនុស្សដទៃឯទៀតនោះសូក្រាតយល់និងជឿជាក់ថាគាត់បានទទួលនូវបញ្ជាពីព្រះអាទិទេពដែលតម្រូវគាត់បំពេញបេសកកម្មមួយសកម្មភាពរបស់សូក្រាតនៅក្នុងទីក្រុងអាថែនគ្មានអ្វីក្រៅអំពីការបង្ហាញនិងបញ្យល់ប្រាប់ចំពោះមតិសាធារណជនឲ្យដឹងឲ្យឮឲ្យស្គាល់នៅការតាំងខ្លួនជាម្ចាស់លើចិត្តខ្លួនឯងនោះឡើយជីវិតរបស់សូក្រាតបានប្រព្រឹត្តទៅតាមគន្លងនៃការពិចារណាទៅតាមការគិតចំពោះខ្លួនឯងផងនិងចំពោះអ្នកដទៃផងសូក្រាតយល់ថាហាក់ដូចជាមានអាទិទេពរបស់ព្រះអាទិទេពនៅក្នុងខ្លួនរបស់គាត់ហាក់ដូចជាឮសំឡេងមួយស្រែកចេញពីក្នុងខ្លួនរបស់គាត់មកហាម5បង្គាប់បញ្ជាគាត់មិនឲ្យប្រព្រឹត្តអំពើណាដែលមិនគួរគប្បីដូច្នេះយើងអាចសម្គាល់ថាគំនិតរបស់សូក្រាតមានលក្ខណៈបែបសាសនាប៉ុន្តែក៏សូក្រាតពុំយកសាសនាមកធ្វើជាមូលដ្ឋានទ្រឹស្ដីវាសនារបស់មនុស្សដែរ 6. សូក្រាតនិយាយថាស្គាល់ខ្លួនដោយខ្លួនឯងសិលធម៌របស់សូក្រាតគឺធ្វើដោយម្ដេចឲ្យមនុស្សចេះស្គាល់ខ្លួនឯងឲ្យច្បាស់លាស់មនុស្សម្នាក់ជឿទាំងខុសថាខ្លួនឯងស្គាល់ខ្លួនឯងពិតប្រាកដណាស់ជំនឿនោះមិនត្រឹមត្រូវទេពីព្រោះមនុស្សម្នាក់ពិបាកនឹងស្គាល់ខ្លួនឯងបានច្បាស់លាស់ណាស់សូក្រាតបានជំរុញឲ្យមនុស្សស្គាល់ខ្លួនឯងដែលធ្វើឲ្យមានទម្លាប់ល្អដោយចាប់ផ្ដើមពីរាងកាយខ្លួនភ្ជាប់ទៅនឹងអ្នកដទៃការស្គាល់ខ្លួនឯងរបស់សូក្រាតក៏មិនខុសឆ្ងាយអំពីការស្គាល់នៅទូនាទីរបស់ខ្លួនឯងនៅក្នុងព្រះពុទ្ធសាសនានិងស្គាល់ឈ្មោះរបស់ខ្លួនឯងនៅក្នុងទស្សនៈរបស់ខុងជឺដែរគឺមនុស្សម្នាក់ត្រូវស្គាល់ពីទូនាទីស្គាល់ភារកិច្ចស្គាល់កាតព្វកិច្ចរបស់ខ្លួនម្នាក់ដែលត្រូវប្រព្រឹត្តចំពោះអ្នកដទៃស្គាល់ខ្លួនឯងផ្ដើមចេញពីការត្រួតពិនិត្យមើលខ្លួនជាប្រចាំជាពិសេសពិនិត្យមើលខ្លួនឯងពីក្នុងចេញក្រៅ
7. សូក្រាតនិយាយថាមនុស្សមិនមែនអាក្រក់ដោយចេតនាទេសូក្រាតយល់ថាគ្មានមនុស្សម្នាក់ណាកាចសាហាវខុសខើដោយចេតនានោះឡើយមនុស្សដែលបានប្រព្រឹត្តនៅអំពើខុសខើកាចសាហាវយងខ្នងមិនមែនដោយចិត្តចង់ឬដោយចេតនានោះឡើយការប្រព្រឹត្តនៅអំពើដ៏ខុសខើនេះគឺដោយសារតែសម័យខ្លួននោះល្ងងខ្លៅខ្វះការចេះដឹងភាពល្ងងខ្លៅការមិនចេះដឹងនេះហើយដែលដឹកនាំមនុស្សឲ្យលង់លក់ទៅក្នុងតណ្ហាហើយប្រព្រឹត្តនៅអំពើបាបកម្មដោយមិនដឹងខ្លួនធម្មធាតុនៃមโนរបស់មនុស្សគឺល្អបរិសុទ្ធតែដោយសារលោភៈទោសៈនិងមោហៈអូសទាញនឹងជំរុញឲ្យមនុស្សជ្រុលជ្រោះធ្វើខុសនិងធ្វើបាបប្រសិនបើគ្មានលោភៈទោសៈមោហៈទេគឺមនុស្សប្រព្រឹត្តតែអំពើល្អអ្នកត្រូវខ្លាចនឹងខ្មាស់អំពើបាបហើយយកឈ្នះចិត្តខ្លួនឯងទើបចាក់ចេញពីអំពើបាបបាន 8. សូក្រាតនិយាយថាចំណេះដឹងចាប់ផ្ដើមចេញពីការងឿងឆ្ងល់ភាពងឿងឆ្ងល់ជាបុព្វហេតុតែមួយគត់ដែលនាំឲ្យកើតមានចំណេះដឹងបុគ្គលគ្រប់រូបមិនអាចរស់នៅដោយគ្មានចម្ងល់បាននោះទេព្រោះមិនថាអ្នកប្រាជ្ញឬសាមញ្ញជននោះទេប្រសិនបើជីវិតរបស់ពួកគេរស់នៅដោយគ្មានចម្ងល់នោះច្បាស់ជាមិនអាចស្វែងរកឃើញនៅរបបកំហើញថ្មីឬចំណេះដឹងអ្វីដែលថ្មីបាននោះឡើយចម្ងល់តែងបង្ឲ្យមនុស្សឲ្យចេះគិតចេះឆ្វេងយល់ចេះស្រាវជ្រាវចេះសាកសួរអ្នកជុំវិញខ្លួននិងចេះវែកញែករកហេតុផលសមស្របណាមួយអ្នកប្រាជ្ញទាំងឡាយមុននឹងបង្កើតបានរូបមន្តទ្រឹស្ដីឬរកឃើញអ្វីមួយថ្មីគឺសិតតែឆ្លងកាត់ការឆ្ងល់ឬមានចម្ងល់ដូចគ្នាពិសេសនៅពេលដែលអ្នកប្រាជ្ញទាំងនោះចាប់ផ្ដើមកើតមានចម្ងល់ឬចង់ដឹងអ្វីមួយពួកគេនឹងធ្វើការសង្កេតស្រាវជ្រាវនិងពិសោធន៍ដែលធ្វើឲ្យពួកគេទទួលបានចម្លើយ 9. សូក្រាតនិយាយថាបើមនុស្សម្នាក់អួតអំពីទ្រព្យធនរបស់ខ្លួនមនុស្សនេះមិនគួរត្រូវបានគេលើកសរសើរទេដរាបណាគេនៅតែមិនទាន់ដឹងថាតើគេប្រើប្រាស់វាដោយរបៀបណាបើសិនជាបុគ្គលធម្មតាម្នាក់មានតែទ្រព្យធនតែគ្មានគំនិតបង្កើតនិងការពិចារណាបានល្អិតល្អន់ទៅលើការប្រើប្រាស់ទ្រព្យទាំងនោះទេគេប្រកាសជាមិនអាចគ្រប់គ្រងរបស់ទាំងនោះយូរអង្វែងឡើយហើយទ្រព្យទាំងនោះនឹងត្រូវរលាយបាត់បង់ទៅវិញក្នុងរយៈពេលយ៉ាងឆាប់ម្យ៉ាងទៀតបើយើងនិយាយអំពីទស្សនៈទៅលើជីវិតវិញយើងក៏អាចស្វែងយល់បានផងដែរថាសូក្រាតក៏ចង់បង្ហាញឲ្យឃើញពីភាពជាក់ស្ដែងនិងភាពប្រាកដនិយមមួយនៃការអភិវឌ្ឍគុណភាពជីវិតស្របជាមួយទៅនឹងទស្សនៈនេះសូក្រាតក៏ទំនងជាចង់បង្ហាញឲ្យឃើញផងដែរថាខណៈណាមនុស្សគ្រាន់តែមានជីវិតតាមបែបធម្មតាគេនឹងមិនត្រូវបានទទួលការឲ្យតម្លៃពីអ្នកដទៃឡើយបើគេមិនដឹងថាតើគួរប្រើប្រាស់ជីវិតរបស់គេដោយរបៀបណានោះសូក្រាតពិតជាចង់បញ្ជាក់ឲ្យយើងបានយល់ដឹងថាគ្រាន់តែមានជីវិតហើយគ្រាន់តែមានទ្រព្យវាគ្មានអ្វីអស្ចារ្យឡើយសម្រាប់មនុស្សតែអ្វីដែលអស្ចារ្យបំផុតនោះគឺវិធីក្នុងការប្រើប្រាស់និងអភិវឌ្ឍជីវិតឬទ្រព្យនោះទៅវិញទេទើបជាអ្វីដែលមនុស្សត្រូវយកចិត្តទុកដាក់បំផុតភាពសំខាន់ពិតប្រាកដនៃជីវិតមិនមែនទ្រព្យសម្បត្តិតែមានមុខជារឿងសំខាន់ដែលមនុស្សត្រូវគិតនិងយកចិត្តទុកដាក់នោះតែមនុស្សចាំបាច់អីត្រូវហួងហែងគ្នាឈ្នានីសគ្នាហើយព្យាយាមកាច់បំបាក់គ្នាដើម្បីភាពលោភលន់ដើម្បីតែជីវិតដែលឯកាហើយមិនទទួលបានឲ្យតម្លៃពីសង្គមមនុស្សនោះមនុស្សគួរណាស់តែព្យាយាមស្វែងយល់ឲ្យបានច្រើនបំផុតអំពីវិធីប្រើប្រាស់ជីវិតនិងទ្រព្យសម្បត្តិក្នុងផ្លូវដ៏ត្រឹមត្រូវមួយដើម្បីទទួលបាននូវភាពរីករាយសន្តិភាពនិងការឲ្យតម្លៃពីសង្គមមនុស្ស 10. សូក្រាតនិយាយថាធម្មជាតិផ្ដល់ឲ្យយើងនៅត្រចៀកពីរភ្នែកពីរប៉ុន្តែអណ្ដាតតែមួយទេដូច្នេះយើងគួរតែស្ដាប់និងមើលច្រើនជាងនិយាយនេះជាសម្ដីរបស់សូក្រាតអ្នកប្រាជ្ញរបស់ក្រិចដែលចង់បញ្ជាក់ថាមនុស្សត្រូវតែស្ដាប់និងមើលឲ្យបានច្រើនជាងនិយាយព្រោះថាធម្មជាតិផ្ដល់ឲ្យយើងនៅត្រចៀកពីរនិងភ្នែកពីរចំណែកមាត់គឺមានតែមួយប៉ុណ្ណោះបញ្ហាជាច្រើនបានកើតឡើងព្រោះតែមនុស្សចូលចិត្តតែនិយាយតែមិនព្រមស្ដាប់ឬស្ដាប់តិចតួចប៉ុណ្ណោះអញ្ចឹងហើយបានជានិយាយទៅស្ដាប់គ្នាមិនដែលបានសោះហើយអ្វីដែលធ្វើនោះគឺព្យាយាមយកតែត្រូវហើយមិនដែលចេះខុសវាជារឿងធម្មតាទេនៅពេលដែលអ្នកមិនទាន់យល់ច្បាស់ពីអ្វីមួយផងហើយក៏ព្យាយាមនិយាយទាំងមិនដឹងក្បាលកន្ទុយបន្ទាប់មកគឺមានតែចំនួននិងការខ្វែងគំនិតគ្នាកើតឡើង 11 សូក្រាតនិយាយថាខ្ញុំចេះរឿងមួយរឿងនោះគឺថាខ្ញុំមិនចេះអ្វីទាំងអស់មនុស្សល្ងងតែងច្រឡំថាខ្លួនចេះអ្នកចេះគឺជាអ្នកដែលដឹងច្បាស់ថាខ្លួនមិនចេះនៅលើលោកនេះមានរឿងរ៉ាវជាច្រើនអណែកអណន់ដែលយើងត្រូវរៀនសូត្រដើម្បីចេះដឹងមានមនុស្សជាច្រើនណាស់ដែលចេះដឹងតិចមានមនុស្សតិចណាស់ដែលចេះដឹងច្រើនហើយអ្នកទាំងនោះចេះដឹងមិនច្បាស់លាស់ពិតប្រាកដទេគឺចេះសើសម្បកក្រៅប៉ុណ្ណោះបានសេចក្តីថាអ្វីដែលចេះដឹងនោះជាសច្ចធម៌ទេគ្រាន់តែជាការយល់ឃើញតាមអ្វីដែលកើតឡើងប៉ុណ្ណោះមិនដឹងអំពីឫសគល់របស់វានោះឡើយដូច្នេះហើយបានជាសូក្រាតនិយាយថាអ្វីដែលគាត់ចេះដឹងគឺគាត់មិនចេះអ្វីទាំងអស់ចុះតម្រាំយើងទៀតនោះ
យើងទាំងអស់គ្នាកំពុងរស់នៅក្នុងភាពងងឹតត្រូវខំដោះខាត់បំភ្លឺបញ្ញាក្នុងជីវិត 12. សូក្រាតនិយាយថាលទ្ធផលល្អគឺត្រូវបានរិះគន់រួចហើយការធ្វើអ្វីមួយដែលមិនបានឆ្លងកាត់គំនិតស្ថាបនារបស់អ្នកដទៃពុំសូវទទួលបានលទ្ធផលល្អនោះទេដូច្នេះហើយអ្នកគួរតែរៀនបើកចិត្តឲ្យទូលាយដើម្បីទទួលយកនៅគំនិតរបស់អ្នកដទៃមកពិចារណាដើម្បីឲ្យលទ្ធផលនៃការងាររបស់អ្នកកាន់តែល្អប្រសើរនិងមិនត្រូវចាត់ទុកថាការរិះគន់ដើម្បីស្ថាបនាជាការបន្តបង្អាប់របស់អ្នកដទៃនោះឡើយអ្នកដទៃគេអាចរិះគន់ថាអ្នកធ្វើមិនល្អតែមិនអាចបង្ហាញវិធីល្អឲ្យអ្នកបានដឹងនោះទេមានតែអ្នកម្នាក់គត់ដែលអាចរកឃើញនៅវិធីដ៏ល្អបំផុតក្នុងការកែប្រែនិងបង្កើតចំណុចល្អរបស់ខ្លួនអ្នកត្រូវដឹងឲ្យច្បាស់នៅអ្វីដែលអ្នកធ្វើជាជាងអ្នកណាទាំងអស់ 13. សូក្រាតនិយាយថាជីវិតគ្មានភាពឈឺចាប់គ្មានភាពលំបាកមិនមែនជាជីវិតទេមនុស្សទាំងអស់នៅលើโลกនេះសុទ្ធតែធ្លាប់ជួបប្រទះនៅភាពឈឺចាប់និងភាពក្រលំបាកហើយវាជាកត្តាដែលរុញច្រានឲ្យពួកគេខ្លាចជាបុគ្គលជោគជ័យព្រោះបើជីវិតរបស់ពួកគេពុំធ្លាប់ជួបនៅបញ្ហារឿងរ៉ាវពិបាកៗក្នុងជីវិតនោះទេពួកគេក៏មិនស្គាល់ច្បាស់ពីរសជាតិនៃជីវិតនិងមិនអាចស្វែងរកសុភមង្គលបានឡើយព្រះពុទ្ធត្រាស់ថាមានរូបមានទុក្ខជីវិតជាទុក្ខតែជាតិជាមនុស្សគឺជាលាភព្រោះមនុស្សមានដៃជើងចិត្តគំនិតនិងឱកាសអាចផ្លាស់ប្ដូរជីវិតរបស់ពួកគេបាន 14. សូក្រាតនិយាយថាគេអាចវិតម្លៃថាប្រទេសជាតិមួយរីកចម្រើនដោយមើលទៅលើវណ្ណៈ 3 វណ្ណៈទី 1 អ្នកប្រាជ្ញខ្លាំងពូកែវណ្ណៈទី 2 អ្នកចំនួនច្រើនវណ្ណៈទី 3 ទាហានមានវិន័យល្អ 1. វណ្ណៈទី 1 អ្នកប្រាជ្ញខ្លាំងពូកែអ្នកប្រាជ្ញខ្លាំងពូកែនឹងក្លាយទៅជាអ្នកដឹកនាំដ៏អស្ចារ្យពោរពេញទៅដោយបញ្ញាអាចដឹកនាំប្រទេសបានល្អនិងបង្រៀនពលរដ្ឋឲ្យមានចំណេះដឹង 2. វណ្ណៈទី 2 អ្នកចំនួនច្រើនអ្នកចំនួនគឺជាសសរដ៏រឹងមាំទ្រទ្រង់សេដ្ឋកិច្ចជាតិបង់ពន្ធជូនរដ្ឋបង្កើនជីវភាពប្រជាពលរដ្ឋ 3. វណ្ណៈទី 3 ទាហានមានវិន័យទាហានមានវិន័យមានសមត្ថភាពការពារសន្តិសុខសន្តិភាពស្ថិរភាពការពារការឈ្លានពាននិងការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ 15. សូក្រាតនិយាយថាសុភមង្គលត្រូវបានធានាបានតាមរយៈគុណធម៌ហើយសុភមង្គលអាចកើតឡើងបានដោយឆន្ទៈផ្ទាល់របស់គេបើមនុស្សម្នាក់គ្មានគុណធម៌គេមិនអាចកសាងភាពសុខដុមនិងសុភមង្គលបានទេហើយបើប្រាថ្នាចង់បានសុភមង្គលក្នុងជីវិតរបស់គេអត់មានអ្នកផ្សេងបង្កើតឲ្យគេបានទេមានតែរូបគេម្នាក់គត់ដែលអាចបង្កើតសុភមង្គលបានសុភមង្គលគឺកើតចេញពីឆន្ទៈរបស់គេផ្ទាល់មិនអាចអ្នកផ្សេងបង្កើតជំនួសគេបានឡើយផ្ដើមចេញពីឆន្ទៈរបស់អ្នកអាចបង្កើតសុភមង្គលដល់ខ្លួនឯងគ្រួសារអ្នកដទៃនិងសង្គម 16 សូក្រាតនិយាយថាអាត្ម័នជាវិញ្ញាណឬប្រលឹងជាផ្នែកមួយនៃអាទិទេពអាត្ម័នចាប់កំណើតលើមនុស្សក្នុងទីតាំង 3 1. លក្ខណៈទី 1 នៃអាត្ម័នពោះផ្នែកក្រោមអត់ចេះគិតពិចារណាគិតតែពីឃ្លាន 2. បេះដូងតាក់ទងនឹងការអត់ចេះគិតពិចារណាមានតែកំហឹង 3. គំនិតផ្នែកខួរក្បាលចេះគិតពិចារណា 17. សូក្រាតបានបែងចែកច្បាប់ជាពីរប្រភេទគឺ 1. ច្បាប់សរសេរច្បាប់ដែលបង្កើតឡើងដោយមនុស្សសម្រាប់គ្រប់គ្រងប្រទេស 2. ច្បាប់ឥតសរសេរជាច្បាប់ក្រិតក្រមធម្មជាតិដែលមានការតាក់ទងប្រពៃណីទំនៀមទម្លាប់និងសីលធម៌មនុស្សជាតិ 18. សូក្រាតនិយាយអំពើទស្សនៈស្ដីពីមនុស្សធម្មជាតិជាមនុស្សចូលចិត្តរស់នៅប្រមូលផ្ដុំគ្នាមនុស្សនឹងការរស់នៅក្នុងធម្មជាតិដែលពុំទាន់មានរដ្ឋមនុស្សមានចរិតកោងកាចប្រៃផ្សៃក្រអឺតក្រទមដូចជាសត្វដេរឆានអញ្ចឹងតែក្រោយមកបានរស់នៅក្នុងរដ្ឋដោយមានអ្នកដឹកនាំតាមលំដាប់ឋានៈពីទាបទៅខ្ពស់និងមានច្បាប់សម្រាប់គ្រប់គ្រងនិងមានសីលធម៌សង្គមសម្រាប់អប់រំទើបមនុស្សចេះរស់នៅក្នុងសន្តិភាពដោយបច្ចុប្បន្ននេះ 19 សូក្រាតនិយាយអំពីទស្សនៈស្ដីពីស្នេហាស្នេហាគឺជាការផ្សំរវាងធាតុញីនិងឈ្មោលស្នេហាមិនប្រកាន់ពូជសាសន៍វណ្ណៈពណ៌សម្បុរទេស្នេហានាំឲ្យមនុស្សមានសេចក្តីសង្ឃឹមជាជាងការអស់សង្ឃឹមនាំឲ្យមនុស្សសប្បាយជាជាងការកើតទុក្ខស្នេហានាំឲ្យមានការបង្កកំណើតពូជពងមនុស្សប៉ុន្តែស្នេហាគឺជារឿងគ្មានហេតុផលហើយជារឿងដ៏ល្ងង់ខ្លៅមនុស្សនាំគ្នាទៅសប្បាយនឹងស្នេហាបន្ទាប់មកក៏នាំគ្នាកើតទុក្ខឥតលះហែសេចក្តីស្នេហាគឺដូចជាទស្សនវិទូដែលរវល់តែគិតដូចជាគ្រូអាគមគាថាវេទមន្តមួយយ៉ាងធំប៉ុន្តែសេចក្តីស្នេហានេះជួនកាលនៅក្នុងថ្ងៃដែលរស់រានមានជីវិតសប្បាយរីករាយជួនកាលប្រែក្លាយទៅជាស្លាប់ហើយជួនកាលកំពុងតែស្លាប់ប្រែក្លាយទៅជារស់រានមានជីវិតមានសេចក្តីសង្ឃឹមសប្បាយរីករាយឡើងវិញដូច្នេះធម្មជាតិនៃសេចក្តីស្នេហាមិនមែនអមតៈឬមួយក៏ត្រូវស្លាប់នោះទេតែសេចក្តីស្នេហាគឺជាលក្ខណៈដែលស្ថិតនៅចន្លោះមរណភាពនិងភាពអមតៈដូច្នេះ
ភារកិច្ចរបស់ស្នេហាគឺធ្វើដូចម្ដេចបកប្រែចិត្តគំនិតដែលចេញមកអំពីមនុស្សទៅប្រាប់ព្រះអាទិទេពនិងបកប្រែចិត្តគំនិតព្រះអាទិទេពមកប្រាប់មនុស្សវិញកាលណាសេចក្តីស្នេហាស្រឡាញ់អ្វីមួយសេចក្តីស្នេហានោះមិនមែនស្រឡាញ់សោភ័ណភាពខាងក្រៅនោះទេក៏ប៉ុន្តែគេស្រឡាញ់ធាតុពិតនៃសោភ័ណភាពសម្រស់សោភ័ណភាពដែលស្ថិតនៅក្នុងខ្លួនមនុស្សម្នាក់ៗគឺគ្រាន់តែជាបងប្អូននិងសោភ័ណភាពដែលមាននៅក្នុងខ្លួនសេចក្តីស្នេហាចងភ្ជាប់យើងទៅនឹងគំនិតឬធាតុពិតប្រាកដរបស់សោភ័ណភាពហើយឯរូបរាងដងខ្លួនល្អសោភានិងអាត្មាល្អល្អះគ្រាន់តែជាកញ្ចក់ដែលបញ្ចាំងពីលក្ខណៈពិតប្រាកដរបស់សោភ័ណភាពពិតតែប៉ុណ្ណោះ20សូក្រាតនិយាយថាគេបានស្នើយោបល់ពីលោកជាញយដងថាតើមនុស្សត្រូវតែរៀបការឬយ៉ាងណាលោកឆ្លើយតបថាទោះជាអ្នកធ្វើយ៉ាងម៉េចក៏នៅតែស្ដាយក្រោយដែរលោកទូមានឲ្យយុវជនយុវតីឧស្សាហ៍មើលរូបខ្លួនឯងក្នុងកញ្ចក់ហើយថាបើឃើញខ្លួនឯងស្អាតសូមមានមោទនភាពចំពោះខ្លួនឯងចុះប៉ុន្តែបើឃើញថាខ្លួនឯងរូបអាក្រក់វិញសូមបំភ្លេចរឿងនឹងចោលដោយចំណេះដឹងរបស់ខ្លួនឯង21សូក្រាតនិយាយថាលោកចូលចិត្តនិយាយមនុស្សដែលកំពុងឃ្លានបាយមិនពិនិត្យមើលទឹកសម្លទេហើយមនុស្សដែលស្រេកទឹកក៏មិនរងចាំឲ្យគេយកទឹកមកជូននោះដែរហើយអ្នកដែលចេះរស់នៅដោយគ្មានត្រូវការរបស់របរមិនចាំបាច់គឺពិតដូចជាព្រះអាទិទេពកាលណាចិត្តពោពេញដោយធម៌ហើយនោះចិត្តមិនត្រូវការអ្វីផ្សេងទៀតឡើយការនិយាយរបស់សូក្រាតគឺជាការផ្សព្វផ្សាយចំណេះដឹងបណ្ដុះសិលធម៌និងគុណធម៌22សូក្រាតនិយាយថាលោកសូក្រាតអះអាងថាពេលលំហែគឺជាគុណប្រយោជន៍មួយដ៏ប្រសើរបំផុតចំពោះលោកសូក្រាតគុណធម៌មានតែមួយទេគឺចំណេះដឹងហើយគុណវិបត្តិក៏មានតែមួយដែរគឺសេចក្តីល្ងងភាពសម្បូរហូរហៀនិងភាពហឺហាគឺជាគុណវិបត្តិមិនមែនជាស្លាកសម្គាល់កិត្តិយសនោះទេប៉ុន្តែការដោះលែងជីវិតឲ្យមានសេរីភាពគឺជាឥស្សរភាពនៃជីវិតហើយការធ្វើចិត្តឲ្យដូចពេលលំហែគឺជាការផ្ដល់សេរីភាពខ្លះមកដល់ជីវិត23សូក្រាតនិយាយថាកាលណាអ្នកមានហេតុផលជំរុញចិត្តកាន់តែខ្លាំងអ្នកនឹងមានវិធីទៅសម្រេចវាកាន់តែងាយកាលណាអ្នកមានហេតុផលជំរុញកាន់តែខ្លាំងអ្នកនឹងខិតខំប្រឹងប្រែងរិះរៀនរិះរោចដោយខ្លួនឯងដោយស្វ័យប្រវត្តិហេតុផលជំរុញចិត្តត្រូវតែជាប្រភពធម្មពលដួងចិត្តដែលធ្វើឲ្យមនុស្សមានសេចក្តីត្រូវការមិនមែនត្រឹមតែមានចំណងនោះទេកម្លាំងដួងចិត្តគឺបំផ្ទុះភាពតល់គំនិតទម្លាយឧបសគ្គនិងបង្កើនល្បឿនសកម្មភាព24សូក្រាតនិយាយអំពីការសាកល្បង3ចំណុចរបស់សូក្រាតមនុស្សពូកែវិភាគ2គំនិតមនុស្សធម្មតាវិភាគ2ព្រឹត្តិការណ៍ហេតុការណ៍ហើយមនុស្សអន់នាំគ្នានិយាយដើមមនុស្សក្នុងចំណោមមនុស្សទាំងអស់នេះមនុស្សដែលសូក្រាតមិនចូលចិត្តគឺមនុស្សនិយាយអាក្រក់ពីគេឬមនុស្សរិះគន់គេព្រោះមនុស្សនេះមិនត្រឹមតែនិយាយរឿងអត់ប្រយោជន៍នោះទេថែមទាំងកំពុងធ្វើរឿងបំផ្លាញអ្នកដទៃថែមទៀតផងគេគឺជាមនុស្សចង្រៃព្រោះគេញុះញង់បំបែកបំបាក់និងរំខានអ្នកដទៃដំណើរការនោះទស្សនវិទូដ៏អស្ចារ្យរូបនេះបានជួបនឹងបុរសម្នាក់ដែលរត់មករកគាត់ដោយមានអាការៈភ្ញាក់ផ្អើលហើយបាននិយាយថាសូក្រាតតើអ្នកបានដឹងនៅអ្វីដែលខ្ញុំបានឮអំពីសិស្សម្នាក់ក្នុងចំណោមសិស្សរបស់អ្នកដែរទេភ្លាមនោះសូក្រាតបានតបចាំមួយផ្លេតមុនពេលអ្នកប្រាប់រឿងនោះមកខ្ញុំចង់ឲ្យអ្នកសាកល្បងនៅសំណួរខ្លះៗដែលជាការសាកល្បង3ចំណុចបុរសនោះការសាកល្បង3ចំណុចមែនទេសូក្រាតត្រូវហើយមុនពេលអ្នកប្រាប់ខ្ញុំពីរឿងរបស់សិស្សខ្ញុំពួកយើងត្រូវយកពេលបន្តិចដើម្បីពិសោធន៍នៅអ្វីដែលអ្នកនឹងនិយាយការសាកល្បងទី1គឺការពិតតើអ្នកប្រកាសក្នុងចិត្តទេថាអ្វីដែលអ្នកបាននិយាយប្រាប់ខ្ញុំវាគឺជាការពិតបុរសនោះទេជាក់ស្ដែងខ្ញុំគ្មានដឹងឮអំពីវាទេសូក្រាតល្អណាស់ដូច្នេះអ្នកពិតជាមិនបានដឹងអំពីវាពិតឬអត់ទេឥឡូវចូលពួកយើងពិសោធន៍ការសាកល្បងទី2វាជាការសាកល្បងអំពីភាពល្អតើអ្វីដែលអ្នកនឹងនិយាយប្រាប់ខ្ញុំវាគឺជារឿងល្អពីសិស្សរបស់ខ្ញុំដែរឬទេបុរសនោះអត់ទេវាផ្ទុយពីនេះសូក្រាតគឺដូច្នេះហើយអ្នកចង់ប្រាប់ខ្ញុំពីរឿងអាក្រក់របស់សិស្សខ្ញុំទាំងដែលអ្នកខ្លួនឯងមិនដឹងវាជាការពិតឬអត់ផងបុរសនោះញាក់ស្មារបស់ខ្លួនហើយបញ្ចេញអាការៈខ្មាស់សូក្រាតទោះបីជាយ៉ាងណាអ្នកអាចនៅតែបន្តទៀតពីព្រោះវាមានការសាកល្បងទី3គឺការចម្រោះភាពមានប្រយោជន៍តើអ្វីដែលអ្នកនឹងប្រាប់ខ្ញុំអំពីសិស្សរបស់ខ្ញុំវាគឺជារឿងមានប្រយោជន៍សម្រាប់ខ្ញុំឬទេបុរសនោះឆ្លើយទេវាមិនមានទេសូក្រាតតបល្អប្រសិនបើអ្វីដែលអ្នកចង់និយាយប្រាប់ខ្ញុំទាំងដែលមិនពិតមិនល្អនិងសូម្បីតែគ្មានប្រយោជន៍សម្រាប់ខ្ញុំតើហេតុអ្វីចាំបាច់ត្រូវប្រាប់ខ្ញុំបុរសនោះមានការខ្មាស់អៀនខ្លាំងណាស់និងមិនមានពាក្យអ្វីតបទេ25សូក្រាតនិយាយថាបុគ្គលណាដែលចាត់ទុកខ្លួនថាជាទស្សនវិទូគឺបុគ្គលនោះគឺជាអ្នកសាកល្បងរុញខ្លួនឯងបន្តិចម្ដងបង្ខិតជីវិតឲ្យចូលទៅរកសេចក្តីស្លាប់ប
មនុស្សដែលហ៊ានធានាការពីអះអាងអំពីយុត្តិធម៌និងសច្ចធម៌របស់សង្គមកាលបើហ៊ានបញ្ជាក់ពីយុត្តិធម៌និងសច្ចធម៌ដូច្នេះហើយវាគឺជាទំនាស់រវាងច្បាប់និងអ្នកកាន់ច្បាប់តើច្បាប់មានលំអៀងដែរឬទេច្បាប់ធានាជីវិតប្រកបដោយសច្ចភាពដែរឬទេច្បាប់បម្រើទៅតាមគោលដៅនៃអ្នកចង់បានយុត្តិធម៌ដែរឬទេអត់ទេច្បាប់មិនមែនជាសច្ចធម៌ទេច្បាប់ជាអ្វីដែលគេហ៊ានអះអាងជាទីបំផុតចំពោះភាពយុត្តិធម៌26សូក្រាតនិយាយថាថ្ងៃមួយសូក្រាតបាននិយាយផ្លែផ្កាឲ្យអ្នកនយោបាយម្នាក់ថាមនុស្សម្នាក់ស្ទើរតែគ្រប់គ្នាច្រើនភ័ន្តច្រឡំថាខ្លួនបានរៀនចេះសពគ្រប់យ៉ាងអស់ហើយតាមពិតមនុស្សដែលអួតអាងថាខ្លួនឯងចេះដឹងអស់ហើយគឺមានន័យថាអ្នកនោះគ្រាន់តែជាអ្នកដែលហាត់ពោលថាតាមក្បួនរបស់អ្នកប្រាជ្ញចំនួនមុនមកប៉ុណ្ណោះឯការពិតទាំងនោះពុំទាន់យល់ដឹងអំពីអាចកំបាំងនៃវិជ្ជាជ្រៅខ្ពស់ប្លែកច្រើនសតបណាស់ដែលគេនឹងមិនឃើញមិនយល់ដល់ហើយបែរជាអួតខ្លួនដោយភាពល្ងងខ្លៅអះអាងថាជាការចេះដឹងទៅវិញចំណេះដឹងដ៏ជ្រៅបំផុតគឺការស្វែងរកឲ្យឃើញនៅសច្ចធម៌27សូក្រាតនិយាយថាសូក្រាតបានបង្ហាញទស្សនៈទានដល់ប្រពៃមួយស្ដីពីការសងសឹកអ្នកដែលទទួលរងរបួសឬការឈឺចាប់មិនគួរសងសឹកដោយធ្វើឲ្យគេរងរបួសឬឈឺចាប់វិញទេពីព្រោះវាគ្មានហេតុផលត្រឹមត្រូវនឹងធ្វើអំពើអយុត្តិធម៌ហើយវាក៏មិនត្រឹមត្រូវដែរដែលអ្នកធ្វើឲ្យគេរបួសវិញឬក៏ធ្វើអំពើអាក្រក់ដាក់នរណាម្នាក់ទោះជាយើងទទួលរងគ្រោះច្រើនពីគេក្តីការសងសឹកគឺជាការឲ្យខាតលើសមុនឈឺចាប់ជាងមុននិងពង្រីកកំហឹងជាងមុនការសងសឹកមានន័យថាអ្នកចាញ់ទោសៈខ្លួនឯងអ្នកស្ថិតនៅក្រោមទោសៈរបស់ខ្លួន28សូក្រាតនិយាយអំពីគំនិតស្ដីពីទ្រព្យសម្បត្តិពិតជាមានតម្លៃណាស់សម្រាប់មនុស្សគ្រប់គ្នាតែងតែធ្វើអ្វីគ្រប់យ៉ាងដើម្បីតែទទួលបាននូវទ្រព្យសម្បត្តិសម្រាប់ខ្លួនឯងនិងក្រុមគ្រួសាររបស់ពួកគេអ្នកខ្លះបានលះបង់អ្វីគ្រប់យ៉ាងក្នុងជីវិតដើម្បីតែមាសប្រាក់ហើយលះបង់ចោលនូវគុណធម៌សច្ចធម៌និងមនុស្សធម៌ដែលជាធម៌របស់មនុស្សបន្ទាប់មកគេក៏ងាកមកប្រព្រឹត្តនៅទង្វើទាំងឡាយណាដែលនាំឲ្យកើតសេចក្តីទុក្ខដល់ជីវិតខ្លួនឯងនិងអ្នកនៅជុំវិញខ្លួនកាលណាមនុស្សម្នាក់បាត់បង់ភាពជាមនុស្សគេប្រកាសជាคล้ายទៅជាសត្វសាហាវមួយរំពេចហើយភាពជាសាហាវរបស់គេនេះហើយតែមានឥទ្ធិពលអាក្រក់យ៉ាងជ្រាលជ្រៅដែលនាំឲ្យមានគ្រោះថ្នាក់ជាងសត្វទាំងពួងមនុស្សមួយចំនួនដោយសារតែទ្រព្យសម្បត្តិគេសុខចិត្តប្រព្រឹត្តអំពើអមនុស្សធម៌ផ្សេងឬរហូតដល់ឈានដល់ការកាប់សម្លាប់អ្នកដទៃដែលឥតញញើតផងដែរពួកគេបាត់បង់ការពិចារណាហើយដើម្បីតែចង់បំពេញនៅមហិច្ឆតាលោភលន់មិនចេះឆ្អែតឆ្អានរបស់ពួកគេបានបណ្ដោយខ្លួនឲ្យផុងចាប់ជ្រៅទៅក្នុងសេចក្តីស្រេកឃ្លាននិងភាពក្រីក្រជារៀងរហូតទោះបីជាគេមានទ្រព្យច្រើនយ៉ាងណាក៏ដោយព្រោះពួកគេនៅតែមានតម្រូវការឥតឈប់ឈរទោះបីជាគេមានប្រាក់ច្រើនប៉ុណ្ណាក៏មិនគ្រប់គ្រាន់ដែរសូក្រាតជាទស្សនវិទូក្រិចយ៉ាងអស្ចារ្យបានយល់ស្របហើយបង្កើតជាទស្សនៈយ៉ាងប្រពៃមួយថាគេជាអ្នកមានបំផុតដែលមានទ្រព្យសម្បត្តិតិចតែគេពេញចិត្តនឹងទ្រព្យតាមធម្មជាតិសូក្រាតចង់បង្ហាញឲ្យឃើញថាសេចក្តីសុខពិតប្រាកដឬភាពមានបានពិតប្រាកដមិនស្ថិតទៅលើទ្រព្យសម្បត្តិតែមួយមុខនោះទេតែវាស្ថិតទៅលើការដែលយើងចេះស្កប់ស្កល់ឬពេញចិត្តចំពោះអ្វីដែលយើងមាន29សូក្រាតនិយាយថាដំបូងមានខ្ញុំចង់ឲ្យអ្នករៀបការបើរកប្រពន្ធបានល្អអ្នកនឹងមានសុភមង្គលបើអត់អ្នកនឹងក្លាយជាទស្សនវិទូប្រពន្ធល្អនាំឲ្យប្តីមិនឈឺក្បាលប្រពន្ធមិនល្អនាំឲ្យប្តីចេះប្រើខួរក្បាលប្រពន្ធមិនល្អតែងតែបង្ហាញបញ្ហាដល់ប្តីបញ្ហារបស់ប្រពន្ធគឺជាអ្នកបង្កើតបញ្ហាដល់ប្តី30សូក្រាតនិយាយថាច្បាប់នៅក្នុងអធិនបញ្ជាហាមឃាត់ខ្លួនខ្ញុំឲ្យនៅស្ងប់ស្ងៀមបានប៉ុន្តែมันអាចធ្វើឲ្យព្រលឹងវិញ្ញាណរបស់ខ្ញុំស្ងប់ស្ងៀមបានឡើយអ្នកក៏ស្គាល់ច្បាស់នៅសច្ចភាពដែលជាភាពផ្ទុយពីអយុត្តិធម៌ពេលនេះខ្ញុំជួបភាពអយុត្តិធម៌ហើយអយុត្តិធម៌នេះឯងកំពុងទំពាខាំខ្ញុំបង្ខំឲ្យខ្ញុំលះបង់សច្ចភាពខ្ញុំជឿជាក់ថាសច្ចភាពពិតជានឹងបានឈ្នះនៅចុងក្រោយនៃជីវិតរបស់ខ្ញុំត្រូវរលត់គ្រប់គ្នារស់នៅក្រោមច្បាប់ធម្មជាតិសច្ចភាពគឺជាច្បាប់ធម្មជាតិសច្ចភាពគឺជាការពិតគ្រប់គ្នាមិនអាចប្រឆាំងការពិតបានឡើយ31សូក្រាតនិយាយថាកុំអួងទាំងល្ងិតល្ងងពួកជនល្ងងខ្លៅចូលចិត្តស្រែកអួតយ៉ាងកំសត់ថាខ្លួនជាអ្នកចេះដឹងតាមពិតខ្ញុំយល់គឺទាំងគេទាំងខ្ញុំសុទ្ធសឹងតែជាមនុស្សដែលល្ងិតល្ងងដូច្នេះត្រូវស្គាល់ខ្លួនឲ្យបានច្បាស់លាស់សិនមុននឹងស្គាល់អ្វីដទៃទៀតបើខ្លួនចេះឲ្យដឹងថាខ្លួនចេះតែបើខ្លួនល្ងងឲ្យដឹងថាល្ងងកុំចេះតែបំពេញគំនិតទៅលើខ្លួនឯងនោះកាលបើគាត់មិនស្គាល់ខ្លួនឯងច្បាស់យ៉ាងនេះយូរទៅរត់ទៅលេងស្គាល់ខ្លួនឯងទៅទៀតដូច្នេះត្រូវស្គាល់ខ្លួនដោយខ្លួនឯងបើមិនតន់ស្គាល់ខ្លួនឯងផងចុះហេតុដូចម្ដេចក៏ហ៊ានពោលអួតថាខ្លួនជាអ្នកចេះដឹងសម្បើមនោះ
បើស្គាល់ខ្លួនឯងច្បាស់ហើយត្រូវរៀនឲ្យស្គាល់សច្ចធម៌គុណធម៌និងសិលធម៌របស់ខ្លួនឯងទៀតនេះគ្រាន់តែជាការហាត់រៀនដ៏ស្ដួយស្ដាងនិងខ្លីផង32សូក្រាតនិយាយថាសូក្រាតបានសង់គ្រឹះយ៉ាងមាំសម្រាប់វិជ្ជាមួយវិជ្ជានោះគឺជាវិជ្ជាដែលរៀនវែកញែកអំពីចរិយាវែកញែកអំពីសិលធម៌របស់មនុស្សទូទៅពោលម្យ៉ាងទៀតថាវិជ្ជាសាស្ត្រខាងសិលធម៌ដែលសូក្រាតយល់ថាជាវិជ្ជាសាស្ត្រតែមួយដែលនាំឲ្យមនុស្សទៅកាន់ភាពគតិបណ្ឌិតកាលបើគេរៀនវិជ្ជាសាស្ត្រនោះបានគេនឹងយល់អ្វីដែលល្អចំពោះអ្នកដទៃគឺល្អចំពោះខ្លួនគេអ្វីដែលជាករណីកិច្ចរបស់អ្នកដទៃក៏ជាករណីកិច្ចរបស់ខ្លួនគេទៀត33សូក្រាតនិយាយថាជីវិតដែលមិនបានត្រួតពិនិត្យមិនមែនជាការរស់នៅដែលមានតម្លៃឡើយសូក្រាតនិងទស្សនវិទូដទៃទៀតនៅបុរាណសម័យក្រិកយល់ថាសេចក្តីថ្លៃថ្នូរបំផុតរបស់មនុស្សគឺការហាត់ពិចារណាដើម្បីស្វែងរកការពិតទស្សនវិទូទាំងអស់នោះយល់ថាការហាត់ពិចារណាក្នុងន័យទូលាយគឺជាការធ្វើទស្សនវិជ្ជា34ទស្សនៈរបស់សូក្រាតស្ដីអំពីមនុស្សប្រុសនិងស្រីតាមសៀវភៅលើបងគេរបស់ផ្លាតុងដោយអារីស្តូហ្វានបានរៀបរាប់ថាកាលសម័យដើមជាយូរណាស់មកហើយនោះមនុស្សយើងជាការរួបរวมនៃសភាវៈពីរតែមួយជាញីហើយមួយទៀតជាឈ្មោលដែលមានក្បាល2ដៃ4ជើង4មនុស្សរបៀបនេះមានឈ្មោះថា Androgen នេះមានកម្លាំងខ្លាំងពូកែណាស់ដែលមានរឹកក្រអូតកតោមរហូតដល់ចង់ប្រឆាំងនឹងពួកអាទិទេពថែមទៀតផងពួកអាទិទេពទាំងអស់ដោយពុំអាចអត់ទ្រាំនឹងអំពើយងខ្នងកាច់សាហាវហើយដោយពុំអាចសម្លាប់អង្គត្រូស៊ីនបាននោះក៏នាំគ្នាទៅប្តឹងព្រះអាទិទេព Zeus ដែលធំជាងគេ Zeus ក៏សម្រេចចិត្តឲ្យពួកអង្គត្រូស៊ីននេះប្រែក្លាយទៅជាទុនខ្សោយដែលពុះចែកជាពីរចំណែកឲ្យដាច់ពីគ្នាឯផ្ចិតដែលមនុស្សយើងម្នាក់មាននេះគឺគ្មានអ្វីក្រៅអំពីស្នាមដែលព្រះអាទិទេព Zeus បានកាត់ផ្តាច់អង្គត្រូស៊ីនជា3ចំណែកឡើយមិនតែប៉ុណ្ណោះ Zeus បានយកអង្គជាតិនៃផ្នែកនីមួយៗមកដាក់ខាងមុខវិញដើម្បីបំពេញសេចក្តីត្រូវការរបស់សភាវៈនិងដើម្បីបង្កើតនិងបន្តពូជនៅពេលអនាគតកាលទៀតដូច្នេះហើយបានជាផ្នែកនីមួយៗកាលណាជួបជុំគ្នាហើយក៏តាំងស្រវាអោបទីគ្នាទៅវិញទៅមកដើម្បីឲ្យរូបរាងដូចពីដើមដែលមានក្បាល2ដៃ4និងជើង435សូក្រាតនិយាយថាសេចក្តីស្លាប់អាចជាបំណងចុងក្រោយរបស់មនុស្សទោះជាចង់ឬមិនចង់មនុស្សត្រូវតែស្លាប់នៅចុងបញ្ចប់មនុស្សល្ងងខ្លាចសេចក្តីស្លាប់មនុស្សឆ្លាតត្រៀមខ្លួនស្លាប់ឲ្យមានន័យអ្នកប្រាជ្ញឬត្រួតពិនិត្យមើលសេចក្តីស្លាប់ជារឿយៗហើយពួកគេយល់ដឹងច្បាស់អំពីសេចក្តីស្លាប់ធ្វើអ្វីៗដែលមានប្រយោជន៍មុនពេលស្លាប់ហើយពួកគេធ្វើអ្វីៗដែលមានសេចក្តីប្រាថ្នាអស់ហើយនោះដល់ពេលដែលពួកគេធ្វើចំពោះសេចក្តីស្លាប់វិញម្ដងអ្នកប្រាជ្ញយល់ថាសេចក្តីស្លាប់មិនមែនជាអ្វីដែលត្រូវខ្លាចទេអ្វីដែលត្រូវស្លាប់នោះគឺការមិនយល់អំពីសេចក្តីស្លាប់និងបុព្វហេតុនៃការរស់នៅ36សូក្រាតនិយាយថាចូលប្រើពេលវេលារបស់អ្នកសម្រាប់លើកកម្ពស់សមត្ថភាពរបស់ខ្លួនតាមរយៈស្នាដៃនិពន្ធរបស់អ្នកដទៃដូច្នេះអ្នកនឹងទទួលបានដោយងាយៗនៅអ្វីដែលអ្នកដទៃខិតខំយ៉ាងខ្លាំងដើម្បីវាប្រសិនបើគ្មានសមត្ថភាពបង្កើតមេរៀននិងស្វែងយល់អំពីជីវិតដោយខ្លួនឯងអ្នកត្រូវរៀនសូត្រពីអ្នកដទៃអ្វីដែលអ្នកដទៃបង្កើតឡើងគឺមានបុព្វហេតុរបស់គេបុព្វហេតុរបស់គេដូចជាបុព្វហេតុនៃជីវិតដទៃទៀតកាលណាអ្នករៀនអំពីអ្នកដទៃឲ្យបានច្រើនអ្នកនឹងយល់ដឹងអំពីជីវិតក្នុងសកលលោកហើយអ្នកនឹងយល់ដឹងអំពីលោកនេះទាំងមូល37សូក្រាតនិយាយថាចេញពីចំណងជ្រាលជ្រៅបំផុតច្រើនតែបង្កជាសំអប់ដល់ឆ្អឹងស្រឡាញ់ខ្លាំងស្អប់ខ្លាំងនេះគឺជាសេចក្តីស្នេហាដ៏ឆោតល្ងង់និងពោពេញទៅដោយសេចក្តីលោភលន់ប្រកាន់ហួងហែងរបស់មនុស្សលោកពួកគេយល់ថាសេចក្តីស្រឡាញ់មិនមែនជាការផ្ដល់ឲ្យអ្នកដទៃនោះទេតែជាការទាមទារពីអ្នកដទៃមកវិញហើយកាលណាចំណងដ៏ជ្រាលជ្រៅរបស់គេមិនអាចសម្រេចបានទេគេប្រែជាខឹងស្អប់វិញទ្វេដងការស្រឡាញ់ពិតប្រាកដមិនដូច្នេះទេស្រឡាញ់ពិតគឺការលះបង់ផ្ដល់ទៅដោយគ្មានរំពឹងតបស្នងគ្មានការប្រកាន់គ្មានសេចក្តីប្រាថ្នាគុណតប38សូក្រាតនិយាយថាការដោះខាត់ព្រលឹងគឺល្អប្រសើរជាងការដោះខាត់រាងកាយមនុស្សគឺជាការផ្សំបញ្ចូលគ្នារវាងរាងកាយនិងព្រលឹងចំណែកទស្សនវិទូលោកផ្លាតុងបានបញ្ជាក់ថាមនុស្សគឺជាការផ្សំចូលគ្នារវាងរាងកាយស្មារតីនិងព្រលឹងលោកសូក្រាតដែលជាគ្រូរបស់ផ្លាតុងបានបញ្ជាក់ថាដើម្បីក្លាយជាមនុស្សដែលមានតម្លៃមានសភាពជាមនុស្សពិតជាមនុស្សដែលមានភាពស្រស់ស្អាតពិតជាមនុស្សដែលមានសោភ័ណភាពពិតគុណភាពបាននោះគឺមនុស្សត្រូវដោះខាត់ព្រលឹងគឺប្រសើរជាងការដោះខាត់រាងកាយក្នុងនាមជាទស្សនវិទូមួយរូបដែលប្រកាន់មាគ៌ាសច្ចភាពដើម្បីដឹកនាំជីវិតសូក្រាតបានចំណាយស្ទើរមួយជីវិតដើម្បីដើរបង្រៀនមនុស្សឲ្យចេះស្គាល់អំពីការពិតដឹងអំពីខ្លួនឯង
និងស្គាល់អ្វីដែលជាភាពត្រឹមត្រូវនិងសច្ចភាពតាមរយៈវិធីសាស្ត្រក្នុងការសួរសំណួរ The Art of Questioning រាល់វិធីនៃការសួររបស់សូក្រាតគឺធ្វើយ៉ាងណាដើម្បីដោះខាត់ព្រលឹងនិងគំនិតរបស់មនុស្សអ្វីត្បិតមនុស្សគឺជាភាវៈមួយដែលបង្កើតចាប់ផ្ដើមឡើងផ្សំបញ្ចូលគ្នារវាងរាងកាយនិងព្រលឹងតែសូក្រាតមិនសូវជាឲ្យតម្លៃទៅលើភាពស្រស់ស្អាតនៃរាងកាយនោះទេព្រោះរាងកាយគឺគ្រាន់តែជាសម្បកកាយដែលមិនអាចកំណត់តម្លៃរបស់មនុស្សកិត្តិយសមនុស្សសោភ័ណភាពក្នុងនាមជាមនុស្សបាននោះទេផ្ទុយទៅវិញមនុស្សចាំបាច់ទៅគិតដោះខាត់ព្រលឹងរបស់ខ្លួនឲ្យបានល្អបរិសុទ្ធស្គាល់ខុសស្គាល់ត្រូវប្រកាន់សច្ចធម៌មានមនសិការរលឹកដឹងហើយមានកម្រិតនៃការគិតបានខ្ពស់នោះទើបជាការល្អប្រសើរហេតុនេះឧត្តមភាពពិតរបស់មនុស្សគឺផ្ដើមចេញពីសមត្ថភាពនៃការគិតរបស់មនុស្សគ្របដណ្ដប់ទៅដោយលើសភាវៈគិតរបស់មនុស្សហើយការដែលព្យាយាមសម្អាតរាងកាយដោយមិនបានទៅសម្អាតគំនិតសម្អាតព្រលឹងនោះគឺជាភាពខ្វះខាតដ៏ធំមួយនៅក្នុងនាមជាភាវៈវិចារណញ្ញាណជាការពិតណាស់ដោះខាត់រាងកាយអាចកំណត់ភាពស្រស់ស្អាតផ្នែកខាងក្រៅដើម្បីឲ្យមានភាពទាក់ទាញផ្នែកចក្ខុវិញ្ញាណតែវាមិនអាចគ្រប់គ្រាន់នោះទេដើម្បីកំណត់ភាពស្រស់ស្អាតក្នុងនាមជាមនុស្សតែព្រលឹងដ៏បរិសុទ្ធនៃសេចក្តីល្អកំណត់ដែលពោពេញទៅដោយសច្ចភាពនោះទើបកំណត់អត្ថន័យពេញលេញក្នុងនាមជាមនុស្ស39សូក្រាតនិយាយថាខ្ញុំមិនដឹងរឿងអ្វីក្រៅតែពីការពិតនៃភាពអវិជ្ជារបស់ខ្ញុំមនុស្សងងឹតមើលមិនដឹងភាពភ្លឺនិងភាពងងឹតឡើយមនុស្សភ្លឺទើបមើលឃើញភាពពិតនៃភាពងងឹតនិងភាពភ្លឺអ្នកមានបញ្ញាទើបមើលឃើញភាពអវិជ្ជារបស់ខ្លួននិងអ្នកដទៃគ្មានពន្លឺអ្វីភ្លឺជាងពន្លឺបញ្ញាឡើយបុគ្គលអ្នកមានបញ្ញាតែងមើលងាយភាពអវិជ្ជារបស់ខ្លួនបុគ្គលអវិជ្ជាតែងមើលច្រឡំសភាពពិតក្នុងលោក40សូក្រាតនិយាយថាគ្មានអ្វីអាចធ្វើឲ្យមនុស្សល្អមានគ្រោះថ្នាក់ទាំងនៅពេលរស់និងក្រោយពេលស្លាប់នោះទេមនុស្សអ្នកប្រព្រឹត្តនៅគន្លងធម៌តែងទទួលបាននូវការទ្រទ្រង់ដោយធម៌អំពើល្អតែងតែទ្រទ្រង់ដោយធម៌ដូចខ្លាញ់អណ្ដែតនៅលើទឹកអំពើអាក្រក់មានទម្ងន់ដូចជាខ្សាច់រមែងធ្ងន់ហើយលិចចូលទៅក្នុងទឹកអំពើល្អមិនសាបសូន្យទេមនុស្សអាចស្លាប់តែអំពើល្អមិនស្លាប់ទេអំពើល្អរមែងអណ្ដែតទៅលើទ្រម្ចាស់វាគ្រប់ពេលវេលាដែលនៅរស់និងពេលស្លាប់41សូក្រាតនិយាយអំពីសំឡេងមនសិការមានជំនឿម្យ៉ាងទៀតថានៅខាងក្នុងភាពនៃខុសគ្នារបស់ចិត្តមនុស្សមានវត្ថុមួយដូចគ្នាសម្រាប់មនុស្សទាំងអស់ដែលមានន័យតែមួយចំពោះមនុស្សទាំងអស់វត្ថុនោះគឺមនសិការឯបញ្ហាដែលត្រូវដោះស្រាយគឺត្រូវកាប់ឆ្ការផ្លូវមួយឲ្យត្រង់ដោយវេចបន្លាទាំងឡាយដែលជាឧបសគ្គពលគឺសម្ដីមតិការចោទប្រកាន់ឬការពោលសរសើរការចែកចៅដែលមនុស្សតែងតែមានសម្បកក្រៅនោះឲ្យចេញស្រឡះពីផ្លូវនេះដើម្បីឆ្ពោះទៅកាន់វត្ថុដែលយើងពងប្រាថ្នានោះពោលឲ្យខ្លីគឺត្រូវធ្វើជាគោជាថ្លង់និងពាក្យសម្ដីខាងក្រៅទាំងអំបាលម៉ានហើយប្រុងបើកទៅជាស្ដាប់តែសម្លេងម្យ៉ាងប៉ុណ្ណោះគឺសម្លេងមនសិការ42សូក្រាតនិយាយថាវាដល់ពេលដែលចាប់ផ្ដើមសម្រាប់ខ្ញុំស្លាប់សម្រាប់អ្នកបន្តរស់នៅវាជាទិសដៅល្អប្រសើរដែលយើងប្រកាន់យកទោះជាត្រូវបិទបាំងដោយនរណាម្នាក់លើកលែងតែព្រះសូក្រាតស្លាប់ពិតតែចិត្តមិនស្លាប់ចិត្តនៅប្រកាន់ខ្ជាប់សច្ចភាពគាត់ជឿជាក់លើអំពើល្អដែលគាត់បានធ្វើជឿជាក់ថាអ្វីៗដែលគាត់បានធ្វើអាចថាចៅក្រមដែលកាត់ទោសគាត់មិនដឹងតែព្រះច្បាស់ជាដឹងមនុស្សអាចមិនដឹងការពិតតែការពិតមិនអាចលាក់បាំងនឹងព្រះបានទេការពិតនៅតែជាការពិតគ្មានអ្នកណាកាត់ទោសបានទេផ្ទុយទៅវិញការពិតនឹងកាត់ទោសអ្នកទាំងអស់គ្នាហើយការពិតនឹងដាក់ទោសអ្នកដែលប្រឆាំងនឹងការពិតបើអ្នកបានដឹងធ្វើអំពើល្អហើយអ្នកនឹងគ្មានទោសអ្វីឡើយបើទោះជាសង្គមកាត់ទោសឲ្យអ្នកខុសក៏ដោយមនុស្សទាំងអស់ត្រូវរស់នៅគោរពការពិតកុំប្រឆាំងការពិតឲ្យសោះ43សូក្រាតនិយាយថាជីវិតដែលគ្មានការត្រួតពិនិត្យគ្មានតម្លៃដែលត្រូវរស់នៅជីវិតដែលគ្មានការត្រួតពិនិត្យគឺជាជីវិតដែលមិនដឹងការពិតដោយវែកក្នុងឆ្នាំងសម្លដែលត្រាំក្នុងសម្លរាល់ថ្ងៃមិនដែលស្គាល់រសជាតិសម្លម្ដងណាសោះឡើយរសជាតិជីវិតមានល្វីងជូរជាត់ប្រៃផ្អែមបើមិនត្រួតពិនិត្យមិនដឹងការពិតបើរស់នៅមិនដឹងការពិតជីវិតគ្មានន័យនិងគ្មានតម្លៃបើស្គាល់ការពិតហើយមានន័យថាស្គាល់ធម្មជាតិបើស្គាល់ធម្មជាតិមានន័យថាស្គាល់ធម៌គឺស្គាល់ជីវិតគេអាចត្រួតពិនិត្យជីវិតបានតាមរយៈការស្វែងយល់ធម៌និងប្រតិបត្តិធម៌44សូក្រាតនិយាយថាត្រូវយល់អំពីដំណើរប្រព្រឹត្តទៅរបស់ធម្មជាតិយើងរស់នៅក្នុងធម្មជាតិយើងជាធាតុមួយនៃធម្មជាតិគឺជាធម៌សម្រាប់ទ្រទ្រង់សភាវៈល្អនិងពន្លិចសភាវៈអាក្រក់ធម្មជាតិគឺជាធម៌ដែលមានសារៈសំខាន់បំផុតសម្រាប់ជីវិតយើងគួរតែមានការយល់ដឹងអំពីជីវិត
និងធម្មជាតិឲ្យបានច្បាស់លាស់ទើបហៅថាដឹងការពិតមានន័យថាដឹងការប្រព្រឹត្តទៅនៃធម្មជាតិដឹងការប្រព្រឹត្តទៅនៃធម្មជាតិទើបយើងប្រព្រឹត្តទៅនៃជីវិតទើបប្រតិបត្តិបានត្រឹមត្រូវ45សូក្រាតនិយាយថាត្រូវជជែកគ្នាដើម្បីរកការពិតព្រោះការជជែកជាវិធីបង្កើតគំនិតកាលណាយើងស្វែងរកគំនិតយើងតែងតែបានជួបវាពេលណាមួយមិនថាស្វែងរកអ្វីក៏ដោយបញ្ញាកើតឡើងដោយសារការស្វែងរកចំណេះដឹងកើតឡើងដោយសារការរៀនសូត្រគំនិតកើតឡើងដោយសារការជជែកវែកញែកការជជែកវែកញែកគឺជាវិធីបង្កើតគំនិតនិងពង្រឹងគំនិតដ៏ល្អបំផុតព្រោះវាត្រួសត្រាយផ្លូវឲ្យមនុស្សចេះគិតនិងឃើញកាន់តែល្អប្រសើរ46សូក្រាតនិយាយថាមនុស្សសុចរិតទៀងតែងតែក្មេងសូក្រាតគិតថាធម្មជាតិនៃចិត្តមនុស្សគឺល្អល្អះប្រពៃណាស់ហើយយើងអាចពិនិត្យមើលកូនក្មេងដែលមានចិត្តទៀងត្រង់ស្មោះសរតែដោយហេតុថាមានការកត្តាជំរុញនិងសភាវៈអាក្រក់ហុំព័ទ្ធកាន់តែច្រើននោះនឹងធ្វើឲ្យក្មេងចម្រើនវ័យប្រកបដោយលបាយទុច្ចរិតនិងសុចរិតពោលធ្វើឲ្យពួកគេមានចិត្តមិនបរិសុទ្ធបុគ្គលណាអាចរក្សាសេចក្តីល្អបរិសុទ្ធដល់ចម្រើនវ័យបានអាចចាត់ទុកថាជាបុគ្គលដ៏កប់ប្រសើរក្នុងលោកឬហៅថាអ្នកមានសិល47សូក្រាតនិយាយថាកុំប្រញាប់ប្រញាល់ធ្វើជាអ្នកដឹកនាំតែនៅពេលដែលអ្នកបានហើយចូលបន្តឲ្យរឹងមាំនឹងជាប្រចាំកុំធ្វើអ្នកដឹកនាំទាំងមិនតាន់ដឹងក្តីក៏បីអភិវឌ្ឍចិត្តគំនិតឲ្យប្រសើរជាងគេសិនពលគឺត្រូវមានចិត្តទូលំទូលាយប្រពៃជាងគេគឺត្រូវមានចំណេះដឹងជ្រៅជ្រះភ្លឺច្បាស់ជាងគេបើភ្នែកខ្វាក់តើអ្នកដឹកនាំភ្នែកងងឹតមិនដេចកើតអ្នកដឹកនាំមិនមែនគ្រាន់តែជាអ្នកមានទ្រព្យឬមានទាហានច្រើននោះទេអ្នកដឹកនាំគួរតែជាអ្នកមានទស្សនវិជ្ជាភ្លឺស្វាង48សូក្រាតនិយាយថារូបសម្រស់ស្អាតជានុយដែលចន្លោចន្លែងឲ្យមនុស្សប្រុសពង្រីកចិត្តសប្បុរសរបស់គេគ្មានអ្វីតាក់ទងទឹកចិត្តបុរសជាងសម្ផស្សនារីឡើយបុរសចិត្តខ្លាំងកាលបើឃើញនារីស្អាតរមែងផន់ភាំងស្មារតីដោយក្តីត្រេកអរដោយត្រីបានឃើញនុយឆ្ងាញ់ធ្លាក់មកចំពោះមុខយ៉ាងណាមិញមនុស្សប្រុសហ៊ានលះបង់អ្វីៗគ្រប់យ៉ាងក៏ដើម្បីស្រីស្អាតរបស់គេដែរសូក្រាតនិយាយថាចូលប្រយ័ត្នភាពសោកក្រោះនៃជីវិតគ្រប់ពេលវេលាជីវិតគ្រប់រូបតែងប្រកបដោយទុក្ខនិងសុខលាយឡំគ្នាគ្មានជីវិតណាដែលមានទុក្ខគ្រប់ពេលវេលាឬសុខគ្រប់ពេលនោះទេលុះត្រាតែអ្នកប្រកាន់ខ្ជាប់បើប្រកាន់ខ្ជាប់ខាងសុខជារឿងប្រពៃក្រៃតែបើប្រកាន់ខ្ជាប់ខាងទុក្ខគឺជារឿងគ្រោះចង្រៃនៃជីវិតជារឿងដ៏អំពូលទុក្ខធ្ងន់ផែនដីចង្រៃសង្គម50សូក្រាតនិយាយថាប្រព័ន្ធធម្មចរិយាមួយដែលផ្អែកទៅលើតម្លៃនៃចិត្តប្រែប្រួលវាគ្រាន់តែជាការបំភាន់ភ្នែកប៉ុណ្ណោះវាជាការយល់ដឹងមិនច្បាស់លាស់ទាំងស្រុងមួយដែលគ្មានអ្វីសំអាងឲ្យមាំតំនិងគ្មានអ្វីពិតដូចជាមិនពិតដូចជាពិតនៅក្នុងចក្រវាលនេះគ្មានអ្វីដែលទៀងទាត់នោះទេអ្វីគ្រប់យ៉ាងតែងតែមានការប្រែប្រួលលោកនេះតែងតែប្រែប្រួលគ្មានអ្វីទៀងទាត់ឡើយដូច្នេះកុំប្រកាន់មាំចំពោះអ្វីទាំងអស់នោះឲ្យសោះអ្វីដែលត្រូវប្រព្រឹត្តគឺអំពើល្អអ្វីដែលត្រូវប្រកាន់ខ្ជាប់គឺផ្លូវកណ្ដាល51សូក្រាតនិយាយថាខ្ញុំមិនមែនជាអ្នកក្រុងអាថែនឬជនជាតិក្រិកតែជាពលរដ្ឋរបស់ពិភពលោកអ្នកមានការយល់ដឹងអំពីច្បាប់ធម្មជាតិតែងតែមិនប្រកាន់ខ្លួនថាជាជាតិសាសន៍ណាមួយឡើយគេយល់ថាខ្លួនគឺជារូបធាតុនៃចក្រវាលព្រះពុទ្ធបានត្រាស់ថាព្រះអង្គមិនមែនជាជនជាតិឥណ្ឌាទេថ្វីបើព្រះអង្គប្រសូតនៅលើទឹកដីឥណ្ឌាព្រះអង្គមានព្រះបន្ទូលថាព្រះអង្គកើតនៅលើផែនដីព្រះអង្គជាមនុស្សជាតិមួយនៅលើផែនដីជាតិសាសន៍របស់ព្រះអង្គគឺមនុស្សជាតិ52សូក្រាតនិយាយថាមនុស្សភាគច្រើនមិនស្គាល់ពីជាតិសាសន៍ខ្លួនឯងកោតតែប្រកាសថាខ្លួនជាជនជាតិនេះជនជាតិនោះការពិតយើងគួរតែបើកចិត្តឲ្យទូលាយហើយយល់ថាយើងគឺជាកោសិកាមួយនៃពិភពលោកដោយសារជាតិមួយរបស់មនុស្សជាតិទាំងមូលគិតដូច្នេះនាំចិត្តគំនិតនិងសកម្មភាពរបស់យើងធ្វើអ្វីៗដើម្បីពិភពលោកនិងមនុស្សជាតិទាំងមូល53សូក្រាតនិយាយថាមិនមែនជាការរស់នៅនោះទេដែលជាបញ្ហាតែជាការរស់នៅដែលត្រឹមត្រូវទើបជាបញ្ហារបស់មនុស្សការរស់នៅប្រកបដោយអំពើអាក្រក់គឺជាការរស់នៅដ៏ស្រួលបំផុតតែការរស់នៅប្រកបនិងប្រព្រឹត្តតាមអំពើល្អគឺជាបញ្ហារបស់មនុស្សដែលអំពើអាក្រក់ងាយប្រព្រឹត្តជាងអំពើល្អដូច្នេះមនុស្សអន់ខ្សោយបានប្រកាន់យកការងារងាយស្រួលតែមនុស្សល្អមិនអាចធ្វើដូច្នោះបានឡើយមនុស្សអាក្រក់ងាយប្រព្រឹត្តអាក្រក់តែពិបាកប្រព្រឹត្តល្អចំណែកមនុស្សល្អងាយប្រព្រឹត្តល្អតែពិបាកធ្វើអាក្រក់ធ្វើល្អនាំឲ្យបានសុខនិងចម្រើនធ្វើអាក្រក់នាំឲ្យវិនាសខ្លួនឯងនិងអ្នកដទៃជីវិតដែលមានតម្លៃគឺជីវិតដែលប្រព្រឹត្តអំពើល្អ54សូក្រាតនិយាយថានៅពេលធ្វើឲ្យស្មើមនុស្សប្រុសមនុស្សស្រីខ្លាចជាអ្នកត្រួតប្រុសទៅវិញ
ជាធម្មជាតិធាតុញីត្រូវតែខ្សោយជាងធាតុឈ្មោលបើធៀបមកមនុស្សបានសេចក្តីថាមនុស្សស្រីទន់ខ្សោយជាងមនុស្សប្រុសតែលោភៈទោសៈមោហៈនៅតែមានកម្លាំងដូចមនុស្សប្រុសដែរដូច្នេះបើគេលើកមនុស្សស្រីឲ្យស្មើមនុស្សប្រុសមនុស្សស្រីមានសេចក្តីលោភចង់ខ្ពស់ជាងមនុស្សប្រុសទៅទៀតព្រោះខ្លួនចាញ់ប្រៀបមនុស្សប្រុសយូរហើយម្ល៉េះហើយគុំគួនចង់មានប្រៀបម្ដងត្រង់ប្រការនេះហើយសូក្រាតអប់រំថាមនុស្សត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់លាស់មានន័យថាស្គាល់សមត្ថភាពលទ្ធភាពទូនាទីកាតព្វកិច្ចនិងការពិតរបស់ខ្លួនឲ្យច្បាស់ទើបមិនច្រណែននិងចង់មានប្រៀបលើគ្នា55សូក្រាតនិយាយថាវិធីអស្ចារ្យបំផុតក្នុងការរស់នៅដោយកិត្តិយសនៅក្នុងលោកយើងនេះគឺត្រូវធ្វើតែអំពើល្អទោះមានសេចក្តីសុខសុភមង្គលនិងភាពរីករាយហើយពោពេញទៅដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរឲ្យតែយើងជាមនុស្សសុចរិតប្រកាន់ភ្ជាប់ទង្វើល្អមានគុណធម៌និងសុបរសធម៌សូក្រាតដាំប្រពន្ធមុនពេលស្លាប់ថាចូលអូនប្រតិបត្តិតែអំពើល្អព្រោះគ្មានអ្នកណាមើងងាយឬដៀលថ្មេះអ្នកប្រព្រឹត្តល្អឡើយ56សូក្រាតនិយាយថាវិធីទទួលបានគេឈ្មោះល្អគឺត្រូវខិតខំធ្វើឲ្យសម្រេចសេចក្តីប្រាថ្នារបស់ខ្លួនមនុស្សដែលអាចសម្រេចសេចក្តីប្រាថ្នាបានចាត់ទុកថាជាមនុស្សមាយាទល្អតស៊ូខិតខំប្រឹងប្រែងអត់ធ្មត់ចំពោះការងារបញ្ហាការលំបាកនិងឧបសគ្គគ្រប់យ៉ាងក្នុងជីវិតគេឈ្មោះកិត្តិយសរបស់មនុស្សអណ្ដែតឡើងយ៉ាងខ្ពស់ទៅតាមលទ្ធផលរបស់អ្នកគេមិនស្គាល់អ្នកការងាររបស់អ្នកបញ្ហារបស់អ្នកនិងឧបសគ្គរបស់អ្នកនោះទេតែគេនឹងស្គាល់លទ្ធផលរបស់អ្នកគ្មានលទ្ធផលល្អទេអ្នកនឹងមានគេឈ្មោះអាក្រក់តែបើអ្នកមានលទ្ធផលល្អអ្នកនឹងមានគេឈ្មោះល្អ57សូក្រាតនិយាយថាខ្ញុំបារម្ភថាតាមរយៈការសង្កេតវត្ថុដោយប្រើភ្នែករបស់ខ្ញុំនិងព្យាយាមគិតវាជាមួយនឹងញាណរបស់ខ្ញុំអាចធ្វើឲ្យព្រលឹងរបស់ខ្ញុំខ្វាក់ទាំងស្រុងការពិតក្នុងโลกនេះមិនអាចមើលឃើញដោយភ្នែកឬពិចារណាដោយខ្លួនឯងបាននោះទេតែការពិតអាចនឹងបានតាមរយៈពិសោធន៍ជាក់ស្ដែងតែប៉ុណ្ណោះប្រសិនជាអ្នកមើលការពិតនឹងភ្នែកអ្នកនឹងមើលមិនដឹងការពិតអ្វីដែលអ្នកបានឃើញគ្រាន់តែជាសម្បកក្រៅនៃការពិតប៉ុណ្ណោះដូច្នេះកុំប្រកាន់មាំឲ្យសោះចំពោះអ្វីដែលអ្នកបានឃើញ58សូក្រាតនិយាយថារបស់ដែលល្អជាងគេបំផុតគឺចំណេះដឹងហើយរបស់ដែលអាក្រក់បំផុតគឺការល្ងងខ្លៅចំណេះដឹងធ្វើឲ្យជីវិតមានពន្លឺភាពល្ងងខ្លៅធ្វើឲ្យជីវិតប្រែទៅជាងងឹតសូន្យសងមនុស្សមានចំណេះដឹងគឺមនុស្សឃើញពិភពលោកមនុស្សអវិជ្ជាប្រៀបដូចជាមនុស្សខ្វាក់មនុស្សមានចំណេះដឹងគឺប្រកាន់ភ្ជាប់ភាពសុចរិតប្រព្រឹត្តតែអំពើល្អមនុស្សល្ងងខ្លៅជាដើមហេតុនៃវប្បធម៌មនុស្សមានចំណេះដឹងញ៉ាំងឲ្យពិភពលោករីកចម្រើនមនុស្សល្ងងខ្លៅញ៉ាំងឲ្យពិភពលោកអន្តរាយ59សូក្រាតនិយាយថាមធ្យោបាយដើម្បីរស់នៅដោយកិត្តិយសបំផុតគឺរស់នៅជាមួយអ្វីដែលអ្នកចង់ធ្វើដើម្បីមានកិត្តិយសយើងត្រូវមានឥស្សរភាពជីវិតដើម្បីមានឥស្សរភាពជីវិតគឺជីវិតដែលយើងចង់បានដោយគ្មានការហាម5ហាមឃាត់គៀបសង្កត់កិត្តិយសដែលសូក្រាតសម្ដៅនៅពេលនេះគឺមិនមែនជាកិត្តិយសដែលកើតចេញពីការចេះដឹងហើយអាចប្រើប្រាស់ការចេះដឹងរបស់ខ្លួនគ្រប់ទីកន្លែងតាមសេចក្តីប្រាថ្នាដើម្បីកើតការនិងកើតជាប្រយោជន៍ដល់មនុស្សជាតិ60សូក្រាតនិយាយថាមិនត្រូវងាយធ្លាក់ក្នុងមិត្តភាពនោះទេប៉ុន្តែបើទទួលបានមិត្តភាពហើយត្រូវតែរក្សាវាឲ្យបានល្អនិងរឹងមាំបំផុតអំពើល្អនិងភាពស្មោះត្រង់គឺជាចំណងដ៏ស្អិតតាន់រឹងមាំក្នុងការថែទាំនិងរក្សាចំណងមិត្តភាពដ៏យូរអង្វែងនិងស្ថិតស្ថេរមានមិត្តពិតមានប្រយោជន៍ជាងមានសត្រូវដូច្នេះត្រូវបង្កើតពង្រីកនិងរក្សាចំណងមិត្តភាពឲ្យបានល្អប៉ុន្តែត្រូវចេះជ្រើសរើសមិត្តក្នុងការសឹបគប់ផងយើងអាចមានមិត្តភាពច្រើនតែកុំឆ្លងវែងក្នុងចំណងមិត្តភាពនោះឲ្យសោះត្រូវចេះអូសទាញមិត្តឲ្យរកសេចក្តីល្អកុំបណ្ដោយខ្លួនតាមការអូសទាញរបស់មិត្ត61សូក្រាតនិយាយថាជីវិតដែលគ្មានការប្រឡងគឺជាជីវិតដែលឥតប្រយោជន៍គ្មានការប្រឡងគឺគ្មានការខិតខំនិងគ្មានការរីកចម្រើនជីវិតដែលគ្មានការរីកចម្រើនគឺជាជីវិតដែលគ្មានប្រយោជន៍យើងត្រូវប្រឡងប្រណាំងប្រជែងប្រកបទៅដោយមហិច្ឆតាតែមិនរស់រាលដែលធ្វើឲ្យលោភៈនិងទោសៈមានឱកាសចូលមកចាប់បដិសន្ធិក្នុងសណ្ដាលចិត្តនោះទេត្រូវខិតខំប្រឹងប្រែងធ្វើឲ្យអស់ពីសមត្ថភាពនិងពេលវេលាចំណែកលទ្ធផលទុកឲ្យគំសួលសមត្ថភាពសម្រាប់ចោះ62សូក្រាតបានបង្រៀនថានយោបាយគឺជាសិល្បៈដែលទាមទារឲ្យមានចំណេះជាមូលដ្ឋានដ៏ល្អនៅក្នុងសង្គមប្រជាធិបតេយ្យបើប្រជាពលរដ្ឋល្ងងគេមិនអាចជ្រើសរើសអ្នកដឹកនាំល្អបានទេកាលបើគេមិនអាចជ្រើសរើសអ្នកដឹកនាំល្អបានទេពលគឺមនុស្សដែលមានទ្រព្យអំណាចនិងទ័ពអាចក្លាយជាអ្នកដឹកនាំយ៉ាងងាយហើយគេនឹងដឹកនាំសង្គមឲ្យអន្តរាយនិងវិនាសកម្មអ្នកដឹកនាំធ្វើជាមនុស្សដែលមានចំណេះដឹងជ្រៅជ្រះមានបញ្ញាវាងវៃនិងមានគុណធម៌ហើយគេត្រូវមានសិល្បៈក្នុងការបង្រៀន
និងបណ្ដុះបណ្ដាលប្រជាជនឲ្យមានមូលដ្ឋានក្នុងការត្រិះរិះពិចារណាក្នុងរឿងជីវិតនយោបាយនិងស្នេហាជាតិទើបអាចចូលរួមជ្រើសរើសជាអ្នកដឹកនាំបន្តវេនបានត្រឹមត្រូវនិងចូលរួមអភិវឌ្ឍសង្គមបានល្អប្រសើរ63សូក្រាតនិយាយថាត្រូវយល់អ្វីដែលនៅជិតយើងមុននឹងយល់អ្វីដែលនៅឆ្ងាយពីយើងរឿងដែលសំខាន់បំផុតក្នុងជីវិតរបស់មនុស្សយើងគឺរឿងជីវិតគឺមាននៅក្នុងជីវិតនៅក្នុងធម្មជាតិនៅក្នុងជីវិតគឺមានរូបនិងចិត្តហើយនៅក្នុងធម្មជាតិគឺមានជីវិតបើយើងយល់អំពីរូបនិងចិត្តគឺមានន័យថាអ្នកយល់អំពីជីវិតបើអ្នកយល់អំពីជីវិតទើបងាយស្រួលសិក្សាស្វែងយល់អ្វីៗនៅក្នុងធម្មជាតិដូច្នេះទើបសូក្រាតនិយាយថាលុះត្រាតែយើងយល់អ្វីៗដែលនៅជិតទើបយើងអាចយល់អ្វីៗដែលនៅឆ្ងាយលុះត្រាតែយើងយល់អ្វីៗនៅក្នុងជីវិតទើបយល់អ្វីៗដែលមាននៅក្នុងធម្មជាតិ64សូក្រាតនិយាយថាអ្នកនិយាយបង្កាច់បង្ខូចខ្ញុំមិនធ្វើឲ្យខ្ញុំឈឺចាប់ព្រោះពួកគេវាមិនចំខ្ញុំឡើយខ្ញុំធ្វើអ្វីដែលត្រឹមត្រូវពួកគេនិយាយមិនត្រឹមត្រូវដូច្នេះពួកគេវាខ្ញុំមិនត្រូវទេខ្ញុំគឺជាការពិតពួកគេនិយាយមិនពិតដូច្នេះពួកគេវាខ្ញុំមិនត្រូវឡើយបើពួកគេចង់វាខ្ញុំត្រូវពួកគេត្រូវនិយាយការពិតអំពីខ្ញុំគោរពតែការពិតប៉ុណ្ណោះខ្ញុំមិនខ្លាចការពិតឡើយ65សូក្រាតនិយាយថាខ្ញុំខ្លាចការសង្កេតមើលអ្វីមួយដោយភ្នែកទទេបើព្យាយាមយល់អំពីវាដោយប្រើអារម្មណ៍បើដូច្នេះមានតែធ្វើឲ្យដួងព្រលឹងខ្ញុំខ្វាក់ហើយការពិតមិនអាចឆ្លុះបញ្ចាំងតាមការមើលនឹងភ្នែកហើយឆ្លុះបញ្ចាំងតាមអារម្មណ៍នោះទេការពិតត្រូវឆ្លុះបញ្ចាំងដោយការពិសោធន៍ជាក់ស្ដែងនៃដួងព្រលឹងនិងការមើលដោយការគិតភ្នែកមិនអាចឆ្លុះបញ្ចាំងការពិតការពិនិត្យមើលដឹងតែសម្បកក្រៅតែដួងព្រលឹងអាចចូលទៅដល់ការពិតនៅខាងក្នុងបានសូមកុំអះអាងអ្វីមួយថាជាការពិតឬមិនពិតដែលគ្រាន់តែអ្នកបានពិនិត្យផ្ទាល់ភ្នែកហើយកុំវិនិច្ឆ័យអ្វីមួយដោយប្រើអារម្មណ៍អ្នកត្រូវប្រើដួងព្រលឹងចូលទៅមើលខាងក្នុង65សូក្រាតនិយាយថានៅពេលដែលអ្នកចាប់ផ្ដើមចេះកំណត់និយមន័យនៃពាក្យឬប្រយោគនោះប្រាជ្ញារបស់អ្នកចាប់ផ្ដើមកើតឡើងហើយពាក្យឬប្រយោគមានអត្ថន័យបង្កប់ជាច្រើនបើអ្នកមិនទាន់យល់ជ្រៅចូលទៅក្នុងអត្ថន័យរបស់វាទេមានន័យថាប្រាជ្ញារបស់អ្នកមិនទាន់កើតនោះទេបើអ្នកយល់ចូលទៅដល់ជ្រៅក្នុងអត្ថន័យរបស់វាមានន័យថាបញ្ញារបស់អ្នកចាប់ផ្ដើមកើតនិងកើនឡើងជាបណ្ដាហើយប្រាជ្ញាកើតពីការរាវរកនិងកំណត់ន័យច្បាស់លាស់ទៅលើអ្វីមួយដែលគេមិនអាចស្វែងរកឬកំណត់អត្ថន័យបានមានន័យថាវាជ្រៅជាងបញ្ញាបើដូច្នេះអ្នកត្រូវខិតខំស្វែងរកតទៅទៀត67សូក្រាតនិយាយថាមានអ្វីជាច្រើនដែលមនុស្សម្នាក់អាចធ្វើបានដោយមិនចាំបាច់មានអ្វីសោះមនុស្សគ្រប់រូបអាចធ្វើរឿងជាច្រើនបានដោយមិនចាំបាច់មានអ្វីទាំងអស់គឺគេគ្រាន់តែចាប់ផ្ដើមចេញពីខ្លួនរបស់គេជាពិសេសគឺចាប់ផ្ដើមពីចិត្តនិងគំនិតរបស់គេចិត្តជាធម្មពលគំនិតគឺជាអ្វីគ្រប់យ៉ាងកាលណាគេចង់គេអាចធ្វើអ្វីគ្រប់យ៉ាងបានធម្មពលដួងចិត្តជាអ្នកផលិតអ្វីគ្រប់យ៉ាងនៅក្នុងគំនិតចេញមកទៅតាមសេចក្តីប្រាថ្នារបស់គេអ្វីទាំងអស់ក៏មាននៅក្នុងគំនិតឲ្យតែមនុស្សចង់បានពិតប្រាកដគេពិតជាអាចផលិតវាចេញមកបាន68សូក្រាតនិយាយថាប្រើពេលវេលាអភិវឌ្ឍខ្លួនដោយប្រើវិធីដែលបុព្វបុរសបានរកឃើញធ្វើដូច្នេះអ្នកមានភាពងាយស្រួលនិងចំណេញពេលវេលាជាងបើគោលដៅរបស់អ្នកវាស្ថិតនៅលើមាគ៌ាដែលគេបានត្រួតត្រាហើយអ្នកមិនចាំបាច់ចំណាយពេលវេលាស្វែងរកផ្លូវនោះទេអ្នកគួរតែប្រើមាគ៌ាដែលគេស្វែងរកឃើញហើយនោះព្រោះវាធ្វើឲ្យអ្នកមានភាពងាយស្រួលនិងចំណេញពេលវេលាជាងនេះគឺជាវិធីឆ្លាតនៃការយកចំណេញលើអ្វីដែលគេបានចំណាយយកចំណេញលើការខិតខំប្រឹងប្រែងរបស់អ្នកដទៃគេបានចំណាយពេលវេលាជាច្រើនក្នុងការត្រួសត្រាយផ្លូវកិច្ចការរបស់អ្នកត្រូវខិតខំប្រឹងប្រែងធ្វើឲ្យដល់គោលដៅទាំងអស់នេះគឺជាទ្រឹស្ដីប្រកបដោយបញ្ញារបស់សូក្រាតអ្នកទាំងអស់គ្នាបើចង់ដឹងច្បាស់និងយល់ពីអត្ថន័យដ៏ពិតប្រាកដអ្នកទាំងអស់គ្នាអាចស្វែងរកជាភាសាអង់គ្លេសដែលជាភាសាដើមជាចុងក្រោយខ្ញុំសូមអរគុណដែលបានចូលរួមស្ដាប់សៀវភៅសំឡេងមួយក្បាលនេះតាមរយៈមេរៀនទាំងអស់នេះយើងបានស្គាល់អំពីជីវិតភាពដ៏ឆ្លាតវៃនិងទស្សនវិជ្ជារបស់មនុស្សម្នាក់ដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅលើពិភពលោកទាំងមូលសូក្រាតបានបង្ហាញឲ្យយើងឃើញថាការសួរសំណួរជាច្រើននិងស្វែងយល់អំពីសេចក្តីពិតគឺជាគន្លងដ៏សំខាន់នៃជីវិតទោះបីជាមិនបានសរសេរសៀវភៅដោយខ្លួនឯងប៉ុន្តែគំនិតនិងទស្សនៈរបស់គាត់គឺនៅរស់នៅតាមរយៈសិស្សរបស់គាត់ដូចជាផ្លាតុងមេរៀនដ៏សំខាន់បំផុតដែលយើងអាចយកចេញពីសូក្រាតគឺកុំឈប់សួរសំណួរកុំឈប់ស្វែងយល់និងកុំចេះតែទទួលយកអ្វីៗដោយគ្មានការពិចារណាសូក្រាតបានសរសេរជីវិតដោយកិច្ចប្រកបដោយគុណធម៌និងការស្វែងរកសេចក្តីពិតម្ដងនៅក្នុងការសន្ទនានិងការបង្រៀនអ្នកដទៃឥឡូវនេះអ្នកទាំងអស់គ្នាអាចយកមេរៀនពីសូក្រាតទៅអនុវត្តក្នុងជីវិតរបស់យើងទាំងអស់គ្នា
ការរស់នៅដោយចំណេះដឹងនិងការយល់ដឹងអំពីខ្លួនឯងជាគន្លងដ៏មានតម្លៃបំផុតសូមអរគុណចំពោះការស្ដាប់សង្ឃឹមថាសៀវភៅមួយនេះអាចជួយបង្កើតចំណេះដឹងនិងជំរុញការចងចាំអំពីជីវិតមនុស្សដ៏អស្ចារ្យម្នាក់ឈ្មោះសុខខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាឲ្យទទួលបានជោគជ័យនិងសំណាងល្អក្នុងដំណើរស្វែងរកចំណេះដឹងរបស់អ្នកទាំងអស់គ្នាសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe ម្នាក់មួយដើម្បីទទួលបាននូវសៀវភៅសំឡេងជាបន្តទៀតសូមអរគុណ